ហេអីក៏ភ្លើម្លេះធ្វើដល់អ្នកប្រុសកូនអ្នកមានហើយនៅតែល្ងងទៀតហើយនិយាយថាម៉េចមិញហ៎អាចមបងអូនមានរឿងដែលត្រូវនិយាយនឹងបងម៉ែអូនបានលើកអូនឲ្យទៅគេហើយតែអូនមិនបានស្រឡាញ់គេសំបីតែបន្តិចអញ្ចឹងតើអូនគួរធ្វើបែបណាវិញបើជួបរឿងបែបនេះឈឺស្ទើរតែដកដង្ហើមមិនចេញអញ្ចឹងកូនកុំនិយាយអីនាំតែឈឺខ្លាំងទេកូនសំងំសិនទៅចាំតិចទៀតលោកគ្រូពេទ្យមកហើយកូនស្រីរឿងបង្ខំកូនស្រីឲ្យរៀបការនៅក្នុងភូមិមួយដែលមានមនុស្សរស់នៅយ៉ាងសប្បាយរីករាយហើយមានអ្នកខ្លះធ្វើស្រែចម្ការហើយអ្នកខ្លះទៀតក៏ស៊ីឈ្នួលធ្វើការឲ្យគេនៅផ្ទះមួយដែលមានមនុស្សពីរនាក់កំពុងតែឈរនិយាយគ្នាកូនស្រីថ្ងៃនេះតើកូនស្រីទៅណាអន់ចាម៉ែថ្ងៃនេះខ្ញុំគិតថាទៅផ្សារជាមួយនឹងបងសំភីថាទៅទិញត្រីសាច់ដើម្បីយកមកធ្វើម្ហូបយកទៅប្រគេនព្រះសង្ឃហើយចុងកាលបានកូនឯងទៅបើទៅហើយឆាប់មកវិញផងអញ្ចឹងចាម៉ែកូនថារកទៅលេងផ្ទះបងសំណាងផងហើយទៅសួរសុខទុក្ខម៉ែពុកគាត់ផងព្រោះខានទៅយូរហើយអញ្ចឹងកូនឯងកុំនៅយូរពេកទៅហើយឆាប់មកវិញផងឆាប់បានធ្វើម្ហូបឲ្យម៉ែហូបកូនដឹងហើយម៉ែអញ្ចឹងកូនហៅបងសំភីសិនអញ្ចឹងបងសំភីវើយបងសំភីពេលនោះស្រាប់តែនាងសំភីក៏បានដើរចេញមករកសំឡេងនាងធារីហៅចាអ្នកនាងហៅខ្ញុំមានការអីមែនចាបងខ្ញុំហៅបងថាបបួបងទៅផ្សារទិញអីបន្តិចណាបងចាអ្នកនាងហើយចុះអ្នកនាងទៅឥឡូវមែនចាបងទៅឥឡូវហើយម៉ែឥឡូវកូនជម្រាបលាម៉ែទៅផ្សារសិនហើយនាងសំភីទៅហើយមើលកូនស្រីយើងឲ្យល្អផងចាអ៊ំស្រីខ្ញុំនឹងមើលថែអ្នកនាងឲ្យល្អអញ្ចឹងកូនជម្រាបលាអ្នកម៉ែសិនហើយនិយាយរួចហើយនាងធារីនិងនាងសំភីក៏ចាកចេញទៅតែម្ដងនៅវាលស្រែនាយសំណាងកំពុងតែដកស្មៅហើយថ្ងៃនេះក្តៅម្លេះទេទើបតែដកស្មៅបានបន្តិចថ្ងៃកាន់តែខ្ពស់ទៅទៅហើយនៅពេលនោះស្រាប់តែនាងធារីនិងនាងសំភីបានដើរឆ្លងកាន់អ្នកនាងនោះបងសំណាងគាត់កំពុងឈរកាប់ស្មៅនោះអូមែនតើបងសំណាងខ្ញុំគិតថាទៅរកបងតែឥឡូវជួបបងនៅនេះល្មមអូនមករកបងមានការអីមែនទេបងមកដកស្មៅនៅស្រែបន្តិចព្រោះស្មៅវាចង់លិចគុំស្រូវអស់ទៅហើយអូមិញគិតថាចូលលេងបងហើយសួរសុខទុក្ខលោកពូអ្នកមីងផងតែពេលដើរមកដល់នេះជួបបងនិយាយគ្នាបន្តិចសិនហើយចាំទៅផ្សារតែម្ដងអញ្ចឹងអូនឯងកំពុងតែដើរទៅផ្សារមិនមែនចាបងខ្ញុំកំពុងទៅផ្សារហើយថាដើរទៅចូលទៅលេងផ្ទះបងសិនតែមកជួបនៅនេះតែម្ដងបានអូនថាហើយនាងធារីនិងនាងសំភីក៏បានដើរចេញទៅតែម្ដងនៅផ្ទះមួយដែលមានមនុស្សពីរនាក់កំពុងតែនិយាយគ្នានៅខាងមុខផ្ទះម៉ែវាខ្ញុំគិតថាយើងគួរទៅលក់ដីនោះទៅព្រោះឥឡូវយើងអត់មានលុយឲ្យកូនយើងដើម្បីបន្តការសិក្សានោះទេរឿងនេះគឺស្ថិតលើពុកវាឯងទេបើពុកវាឯងលក់ក៏លក់ទៅខ្ញុំក៏មិនចង់ធ្វើអញ្ចឹងដែរព្រោះរាល់ថ្ងៃនេះយើងពឹងផ្អែកទៅលើស្រែនោះដើម្បីបរិភោគមិនគួរណារកស៊ីខាតបង់អ្វីអស់រលីងទេកុំបន្ទោសខ្លួនឯងអីពុកវាការរកស៊ីតែតែមានខាតមានចំណេញអញ្ចឹងឯងតែនេះខ្ញុំជាអ្នកធ្វើឲ្យបាត់បង់គ្មានសេះសល់អ្វីណានិយាយគ្នាសុកស្រាប់តែនាយសំណាងបានដើរមកដល់ផ្ទះតែម្ដងអូនោះសំណាងកូនយើងមកវិញហើយតើយ៉ាងម៉េចទៅហើយកូនថ្ងៃនេះហត់ទេអូអត់អីទេពងខ្ញុំមិនសូវហត់ទេស្មៅមិនសូវមានច្រើនដែរពងឲ្យពុកសុំទោសផងណាកូនដែលនាំកូនមកលំបាកជាមួយឪពុកគ្មានលំបាកអីទេពងខ្ញុំសប្បាយចិត្តតា
ដែលបានមកនៅជុំគ្នាជាមួយពុកនឹងម៉ែអត់តន់ចូលទេម៉ែព្រោះឥឡូវកំពុងតែវ៉ាកងប្រហែលជាមួយសប្តាហ៍អីទៀតបានចូលវិញប៉ុន្តែខ្ញុំគិតតែចង់បញ្ឈប់ការសិក្សាហើយមកធ្វើការជួយសម្រាលបន្ទុកពុកម៉ែខ្លះមែនហើយកូនទោះបីជាយ៉ាងណាក៏ពុកមិនឲ្យកូនឯងឈប់រៀនដែរទោះពុកអត់យ៉ាងណាក៏ត្រូវតែឲ្យកូនឯងរៀនឲ្យដល់ចប់តែខ្ញុំចង់ជួយធ្វើការដើម្បីពុកម៉ែជាងអត់ទេពុកមិនឲ្យឈប់ទេបានហើយទៅលាងដៃលាងជើងមកអាលហូបបាយណាកូនបាទពងនិយាយរួចហើយនាយសំណាងក៏បានដើរទៅលាងដៃហើយមីងផលនិងពូឯកក៏បានដើរចូលទៅក្នុងផ្ទះបាយនៅផ្សារនាយយុទ្ធនិងនាយចំបានឃើញនាងធារីពួកគេក៏លាន់មាត់ថាស្រីម្នាក់នោះស្អាតម្ល៉េះវ៉ៃតើគេជាកូនចៅអ្នកណាមិនបានជាយើងមិនដែលឃើញសោះអញ្ចឹងស្អាតណាស់លោកអើយម្នាក់ណាទៅអ្នកប្រុសខ្ញុំអត់ឃើញផងឃើញតែយាយលក់ប្រហុកហ្នឹងហីអាចមហើយនិយាយនេះចង់អត់ការធ្វើមែនហ៎អត់ទេអ្នកប្រុសខ្ញុំនិយាយលេងតាមអ្នកស្រីដែលដើរកាត់មិញមិនមែនអ្នកប្រុសម្នាក់នឹងឯងនាងជាអ្នកស្រុកណាដែរហើយឯងមានស្គាល់នាងម្នាក់នឹងឬក៏អត់ខ្ញុំស្គាល់តានាងធារីកូនមិញភៀបនៅចុងភូមិយើងហ្នឹងនាងជាស្រីស្អាតប្រចាំភូមិយើងហើយអ្នកប្រុសអូហើយចុះហើយមានដឹងថានាងមានគូកំណាន់ចិត្តហើយនៅខ្ញុំអត់ដឹងផងអ្នកប្រុសចុះអ្នកប្រុសមិនទៅសួរខ្លួនឯងទៅនោះនាងនៅចិត្តហ្នឹងតាឆាប់ទៅសួរទៅហើយនិយាយនឹងចង់បានន័យថាម៉េចហ៎អីក៏ភ្លើម្ល៉េះធ្វើដល់អ្នកប្រុសកូនអ្នកមានហើយនៅតែល្ងងទៀតហើយនិយាយថាម៉េចមិញហ៎អាចមអត់មាននិយាយអីណាអ្នកប្រុសខ្ញុំអត់បានថាអីផងហ្នឹងយីអានេះនិយាយជាមួយវាដូចជាគ្មានបានប្រយោជន៍អីសោះហ្មងពេលនោះនាយយុទ្ធក៏បានដើរចេញទៅហើយនាយចំក៏បាននិយាយម្នាក់ឯងថាបើដឹងថានិយាយជាមួយខ្ញុំអត់ប្រយោជន៍ហើយខំនិយាយធ្វើស្អីហើយនេះឈរនៅនឹងធ្វើអីទៀតហ៎ចុះឯងមិនក៏មិនមកដើរមកអូបានអ្នកប្រុសទៅហើយនាយចំក៏បានដើរចេញទៅហើយដើរមកដល់ឈប់ពីមុខនាងធារីនិងនាងសំភីសួស្ដីអូនកំពុងតែទិញអីដែរហ្នឹងចាបងខ្ញុំកំពុងទិញបន្លែត្រីសាញ់តើអូនអ្នកនៅខាងណាវិញបងសុំស្គាល់ផងបានទេចាបងខ្ញុំអ្នកនៅចុងភូមិនេះឯងតើបងសួរមានការអ្វីមែនអត់ទេអូនបងគ្រាន់តែសួរចង់ដឹងនឹងណាពេលទំនេរចាំបងទៅលេងអូនចាបងអត់អីទេអញ្ចឹងខ្ញុំលាបងទៅសិនហើយពេលនោះនាងធារីនិងនាងសំភីក៏បានដើរចេញទៅតែម្ដងស្គាល់ផ្ទះហើយប៉ុណ្ណេះចាំមើលថ្ងៃណាទៅលេងដល់ផ្ទះហ្មងថ្ងៃបន្ទាប់នៅផ្ទះមីងភៀបនិងនាងធារីកំពុងតែនិយាយគ្នាកូនស្រីថ្ងៃនេះអត់ទៅណាទេអីចាអ្នកម៉ែខ្ញុំទៅតែប្រហែលជាល្ងាចបន្តិចបានខ្ញុំទៅតើកូនទៅណាដែរកូនស្រីពេលនោះស្រាប់តែមានមនុស្ស2នាក់បានដើរចូលមកផ្ទះមីងភៀបជំរាបសួរណាមីងតើណាមីងសុខសប្បាយជាទេចាលោកក្មួយសុខសប្បាយតើហើយចុះលោកក្មួយអ្នកនៅឯណាវិញហើយកូនចៅអ្នកណាដែរបាទណាមីងខ្ញុំនៅភូមិជាប់នេះតាហើយខ្ញុំជាកូនម៉ៃវីកូនអ្នកវីដែលជាមេម៉ាយស្ដុកស្ដំនឹងមែនបាទនឹងហើយណាមីងអញ្ចឹងណាមីងស្គាល់ម្ដាយខ្ញុំដែរ
អូមីងស្គាល់តើនៅមួយភូមិនោះមានតែអ្នកវីនឹងឯងដែលមានជាងគេនៅក្នុងភូមិនឹង បានណាមីងតាំងពីលោកឪពុកបានចែកឋានទៅគាត់បន្សល់ទុកនៅទ្រព្យសម្បត្តិច្រើនណាស់ស្ទើរតែខ្ញុំនិងម៉ែចាយមិនអស់ផងក្នុងមួយជីវិតនេះនោះ នឹងហើយព្រោះមើលទៅអ្នកវីគាត់មានណាស់មិនតែប៉ុណ្ណោះថែមទាំងមានកូនពូកែទៀតផង បានណាមីងខ្ញុំអរគុណច្រើនហើយតែឥឡូវខ្ញុំលួចមានចិត្តលើណែបានណាមីងគឺណែគឺកូនណាមីងហ្នឹងណា អូចាអត់អីទេលោកក្មួយស្រឡាញ់បានតើតែខ្ញុំមាន បានអរគុណណាស់ណាមីងនិយាយអញ្ចឹងខ្ញុំសុំលាណាមីងទៅវិញសិនហើយព្រោះបញ្ញាប់ទៅមើលកន្លែងការងារ ចាលោកក្មួយ និយាយរួចហើយនាយយុទ្ធនិងកូនចៅគេនាយចំក៏បានដើរចេញទៅ មិនបានជាអ្នកម៉ែនិយាយបែបនេះទៅវិញចុះខ្ញុំមានគោលដណ្ដឹងហើយតើជាមួយនឹងបងសំណាងនោះម៉ែដឹងតើតែកូនឯងមិនគិតមើលទៅសំណាងនឹងគ្រួសារគេឥឡូវមាននៅសល់អីទៀតហើយសំណាងខ្លួនគេក៏រៀនមិនទាន់បានចប់ផងនឹងតើគេមានសមត្ថភាពអ្វីដើម្បីចិញ្ចឹមកូនឯងនោះតែខ្ញុំនឹងគាត់បានភ្ជាប់ពាក្យហើយតើអ្នកម៉ែហើយពួកខ្ញុំក៏ស្រឡាញ់គ្នាខ្លាំងណាស់ដែរទោះបីបងសំណាងគាត់ក្រយ៉ាងណាក៏នៅតែស្រឡាញ់ តែម៉ែណាដែលចង់ឲ្យកូនរស់នៅលំបាកវេទនានោះកូនយកសម្ដីម៉ែទៅគិតមើលសិនទៅអញ្ចឹងម៉ែទៅដើរលេងខាងក្រៅសិនហើយ និយាយហើយមីងភៀបក៏បានដើរចេញទៅតែម្ដង មិនបានជាអ្នកម៉ែគិតបែបនេះ ស្អែកឡើងនៅវាលស្រែនាយសំណាងនិងនាងធារីបានជួបនិយាយគ្នាធារីអូនឥឡូវនេះសុខសប្បាយឬក៏អត់មួយរយៈនេះបងរវល់ទៅមិនសូវបានទៅជួបអូន ចាបងអត់អីទេចាំពេលបងទំនេរចាំបងមកជួបអូនក៏បានដែរ បងក៏ចង់មានពេលជួបអូនដែរព្រោះបងនឹកអូនធារីណាស់ ចាបងអូនក៏នឹកបងដែរតែអូនមានរឿងចង់ប្រាប់បងឥឡូវម៉ែអូនឲ្យអូនទៅតាក់ទងនឹងគេម្នាក់ដែលជាអ្នកមានន័យឲ្យភូមិជាប់គ្នា ចុះអូនគិតបែបណាដែរព្រោះឥឡូវបងក្រណាស់ទើបម្ដាយអូនចង់លើកអូនទៅឲ្យគេ ទោះបីជាយ៉ាងណាក៏អូននៅតែស្រឡាញ់បងហើយទោះជាបងក្រក៏អូនមិនដែលប្រែប្រួលចិត្តនោះទេ បងអរគុណអូនហើយដែលអូនបុគ្គលចិត្តស្មោះត្រង់មកឲ្យបងទោះពេលនេះបងមិនទាន់មានការងារធ្វើក៏ពិតមែនតែបងនឹងតស៊ូរៀនឲ្យចប់ដើម្បីមានការងារធ្វើ និយាយអញ្ចឹងបងដល់ថ្ងៃណាបានបងទៅរៀនវិញ បងប្រហែលជាចិត្តចូលវិញហើយអូន ចាបងអញ្ចឹងបងស៊ូៗទៀតណាបងអូននឹងនៅផ្ដល់កម្លាំងចិត្តឲ្យបងរហូត អរគុណច្រើនណាស់អូនសម្លាញ់ដែលតែងតែផ្ដល់កម្លាំងចិត្តឲ្យបងជានិច្ច ចាបងសំឡាញ់អញ្ចឹងតោះយើងទៅផ្ទះវិញអូនត្រូវទៅធ្វើម្ហូបព្រោះចិត្តថ្ងៃត្រង់ហើយ បើអញ្ចឹងតោះអូននិយាយហើយអ្នកទាំងពីរក៏ដើរចេញទៅតែម្ដងនៅផ្ទះពូឯកនិងមីងផលពួកគាត់ទាំងពីរនាក់កំពុងនិយាយគ្នាខ្ញុំគិតច្បាស់លាស់ហើយថានឹងលក់ដីយើងដើម្បីឲ្យកូនយើងទៅបន្តការសិក្សាទៀត រឿងនោះពុកវាឯងអ្នកសម្រេចចិត្តទៅព្រោះខ្ញុំក៏ចង់ឲ្យកូនសំណាងបញ្ចប់ការសិក្សាដែរតើ បើអញ្ចឹងមានតែយើងលក់ហើយព្រោះដើម្បីកូននិយាយគ្នាសុកសុកស្រាប់តែនាយសំណាងបានដើរមកដល់ នោះពុកវាកូនសំណាងដើរមកល្មម ពងម៉ែស្រីយើងឥឡូវកំពុងតែល្អណាស់ប្រហែលជាអាចនឹងបានផលច្រើនហើយមើលទៅកូនប្រុសឥឡូវនេះពុកចង់ឲ្យកូនឯងទៅបញ្ចប់ការសិក្សាចាំពុកលក់ដីយើងដើម្បីយកលុយឲ្យកូនរៀនបញ្ចប់ នឹងហើយពុកម៉ែគ្មានអ្វីឲ្យកូនឯងទេមានតែចំណេះដឹងនោះឯង កុំលក់អីពុកម៉ែ
ចាំខ្ញុំរៀនផងធ្វើការផងដើម្បីបានលុយរៀនហើយស្រែនោះពុកទុកធ្វើទៅតែកូនឯងហត់ណាស់ណាឲ្យពុកសុំទោសដែលធ្វើឲ្យកូនមកលំបាកបែបនេះរួចចុះឥឡូវនេះកូនឯងនៅតែតាក់ទងនឹងធារីដែរឬក៏អត់បានពងខ្ញុំនៅតែតាក់ទងនឹងអូនធារីតែឮថាអ្នកម៉ែភៀមឲ្យអូនធារីទៅតាក់ទងនឹងកូនអ្នកមាននៃភូមិមួយទៀតប្រហែលជាអ្នកភៀមចង់ផ្ដាច់ពាក្យនឹងឯងហើយមើលទៅនោះគឺព្រោះតែពួកយើងធ្លាក់ខ្លួនក្រតែអូនធារីនាងថាទោះបីជាយ៉ាងណាក៏នាងនៅតែស្រឡាញ់ខ្ញុំដែរឲ្យតែដូចពាក្យនាងនិយាយទៅចុះតែបើអាចកូនឯងឲ្យនាងសម្រេចទៅព្រោះឥឡូវយើងក្រណាស់កូនបានខ្ញុំបានប្រាប់អូនធារីហើយថាបើគេល្អគេមាននាងអាចតាមម្ដាយនាងចុះរឿងនេះក៏មកពីយើងដែលធ្លាក់ខ្លួនក្រទើបអ្នកភៀបចង់ផ្ដាច់ពាក្យពីពួកយើងអញ្ចឹងបានហើយឈប់គិតទៅតោះនាំគ្នាទៅហូបបាយបានពងនិយាយគ្នារួចអ្នកទាំងបីក៏បានដើរចូលទៅក្នុងផ្ទះបាត់ទៅស្អែកឡើងនៅផ្ទះមីងភៀបមានមនុស្ស2នាក់បានដើរមកផ្ទះគាត់សួស្តីអ្នកបងថ្ងៃនេះខ្ញុំនិងកូនប្រុសខ្ញុំគឺចង់មកចូលស្ពានមានមេត្រីចង់ផ្សារសាច់ផ្សារឈាមនឹងកូនអ្នកបងឯងតើអ្នកបងគិតយ៉ាងម៉េចដែរអូចាអ្នកខ្ញុំមានតែថាអីឲ្យតែកូនស្រឡាញ់គ្នាទៅខ្ញុំក៏ពេញចិត្តនឹងកូនអ្នកដែរតើចាអ្នកបងកូនខ្ញុំប្រាប់ខ្ញុំរាល់តែថ្ងៃហើយថាវាចង់បានកូនអ្នកបងឯងមកធ្វើប្រពន្ធហើយចុះណាកូនអ្នកបងឯងអូនោះកូនធីរីនៅក្រៅផ្ទះកំពុងធ្វើម្ហូបធីរីធីរីមកខាងមុខផ្ទះបន្តិចមកកូនស្រីចាអ្នកម៉ែហើយកូនមានការអ្វីមែននេះកូនស្រីបងប្រុសដែលមកលេងកូនឯងកាលពីប្រហែលថ្ងៃមុនគេនាំម៉ែគេមកដណ្ដឹងកូនឯងក្មួយស្រីស្រស់ស្អាតម្លេះហើយក៏សុភាពរំទុំទៀតផងគួរឲ្យស្រឡាញ់ណាស់នេះហើយអ្នកម៉ែជាមនុស្សស្រីដែលកូនស្រឡាញ់នោះនាងសុភាពរៀបសារណាស់កូនទៅជួបនាងបានម្ដងកូនក៏មើលដឹងថានាងជាមនុស្សសុភាពរៀបសារដែរមិនបានជាអ្នកម៉ែធ្វើបែបនេះមិនបានជាលើកខ្ញុំឲ្យទៅគេអញ្ចឹងកូនឯងនៅស្ងៀមសិនទៅចាំធ្វើតែតាមម៉ែទៅខ្ញុំឃើញកូនអ្នកបងខ្ញុំដូចមាននិស្ស័យអញ្ចឹងនាងស្អាតហើយសុភាពទៀនរឿងនឹងមកពីអ្នកបងព្រានបដៅកូនបានល្អចាអរគុណហើយអ្នកអូនដែលមកសរសើរបងចាអ្នកបងឥឡូវខ្ញុំសូមជម្រាបលាអ្នកបងទៅសិនហើយព្រោះត្រូវទៅមើលការងារទៀតខ្លាចកូនចៅធ្វើខុសចាអ្នកអូនអញ្ចឹងអញ្ជើញទៅសិនទៅអ្នកមីងអូនធារីបងលាទៅវិញហើយណានិយាយចំអ្នកទាំងពីរក៏បានចាកចេញទៅនៅវាលស្រែកន្លែងដែលធារីនិងសំណាងធ្លាប់ណាត់ជួបគ្នាអូនធារីអូនមានរឿងអីហ្នឹងមិនបានជាអូនហៅបងមកជួបបែបនេះចាបងអូនមានរឿងដែលត្រូវនិយាយនឹងបងម៉ែអូនបានលើកអូនឲ្យទៅគេហើយតែអូនមិនបានស្រឡាញ់គេសំបីតែបន្តិចអញ្ចឹងតើអូនគួរធ្វើបែបណាវិញបើជួបរឿងបែបនេះដូចអ្នកធ្លាប់ប្រាប់ហើយតើថាទោះបីយ៉ាងណាក៏អូននៅតែស្រឡាញ់បងគឺជាម្ចាស់បេះដូងអូនហើយបេះដូងមួយនេះគឺប្រគល់ជូនបងអរគុណនៃចិត្តស្មោះស្ម័គ្ររបស់អូនហើយតែបើអូនមិនធ្វើតាមម៉ែអូននោះអូននឹងមានបញ្ហាជាមួយម្ដាយអូនហើយតែអូនមិនបានស្រឡាញ់គេទេអូនស្រឡាញ់បងដឹងថាអូនស្រឡាញ់បងតែបើជួបរឿងបែបនេះហើយអូនមិនធ្វើតាមម៉ែគាត់នឹងស្អប់អូនជាមិនខានអញ្ចឹងមានតែចាំមើលសិនទៅបងអូនក៏មិនចង់ឲ្យគាត់ពិបាកចិត្តដែរអញ្ចឹងបងអូនទៅផ្ទះសិនហើយបានអូនអញ្ចឹងតោះបងក៏ត្រូវទៅផ្ទះវិញដែរណាអញ្ចឹងយើងដើរទៅជាមួយគ្នាតែម្ដងទៅនិយាយចប់ហើយអ្នកទាំងពីរក៏បាននាំគ្នាដើរចេញទៅមិនយូរប៉ុន្មាននាងធារីបានគិតពីរឿងដែលម្ដាយរបស់នាងឲ្យនាងរៀបការនឹងអ្នកដែលនាងមិនបានស្រឡាញ់ហើយការគិតរបស់នាងបណ្ដាលឲ្យនាងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ
ទោះរកគ្រូពេទ្យមកព្យាបាលយ៉ាងណាក៏មិនអាចធ្វើឲ្យនាងជាសះស្បើយបានឡើយនៅកន្លែងគ្រែដែលនាងធីរីកំពុងតែដេក អូកូនស្រីមានម្ដាយអើយចាំម៉ែរកគ្រូពេទ្យដែលពូកែមកព្យាបាលកូនកូនកុំកើតអីណាខ្ញុំប្រហែលជាមិនរស់ទេអ្នកម៉ែអើយព្រោះកូនកំពុងឈឺខ្លាំងណាស់ឈឺស្ទើរតែដកដង្ហើមមិនចេញអញ្ចឹងកូនកុំនិយាយអីនាំតែឈឺខ្លាំងទេកូនសំងំសិនទៅចាំតិចទៀតលោកគ្រូពេទ្យមកហើយកូនស្រីទោះបីគ្រូពេទ្យពូកែយ៉ាងណាក៏មិនអាចព្យាបាលកូនបានជាសះស្បើយបានទេតែម៉ែនឹងទៅរកគ្រូពេទ្យដែលពូកែទាំងអស់នៅក្នុងប្រទេសយើងនេះដើម្បីព្យាបាលកូនស្រីគ្មានបានប្រយោជន៍ទេអ្នកម៉ែកូនគិតខ្លួនឯងហើយថាកូននឹងមិនរស់ទេព្រោះកូនថប់ដង្ហើមណាស់អូកូនកុំតាន់កើតអីណាកូនស្រីមានម្ដាយពេលនោះស្រាប់តែសំណាងបានមកលេងផ្ទះធារីហើយក៏មកសួរធារីដែលជាគូដណ្ដឹងរបស់គេធារីម្ចាស់ចិនជីវិតបងអើយអូនកុំទៅណាចោលបងណាអូនណាអូនប្រហែលជាមិនអាចនឹងឃើញព្រះអាទិត្យនេះទៀតទេបងបើសិនជាគ្មានអូនសូមបងទៅរកមនុស្សស្រីម្នាក់ដែលល្អហើយអាចមើលថែបងអស់មួយជីវិតទៅអូនកុំនិយាយបែបនេះអីអូននឹងមិនកើតអីទេអូនសម្លាញ់ម្ចាស់ចិនជីវិតអូនអើយអូននៅតែស្រឡាញ់បងអូនមិនក្បត់ពាក្យសន្យាទេអូនសុខចិត្តបាត់បង់ជីវិតក៏អូនមិនស្រឡាញ់អ្នកណាក្រៅពីបងដែរអូនកុំគិតអញ្ចឹងអីណាអូនត្រូវតែរឹងមាំឡើងអូនត្រូវតែជាមកវិញបងនៅផ្ដល់កម្លាំងចិត្តឲ្យអូនរហូតណាអូនដឹងខ្លួនច្បាស់ណាស់បងសម្លាញ់ថាអូននឹងចាកចេញពីបងគ្មានថ្ងៃជួបគ្នាវិញទេតែអូននៅក្នុងដួងចិត្តរបស់បងរហូតអូនកុំគិតអញ្ចឹងអូននឹងបានជាឆាប់នេះហើយណាអូនអូនពិបាកដកដង្ហើមណាស់បងអូនតឹងទ្រូងណាស់បងអូនលាបងទៅសិនហើយចូលកុំបង្ខំចិត្តមនុស្សដោយសារតែការចូលចិត្តរបស់យើងហើយឲ្យគេមកធ្វើតាមការចង់បានរបស់យើងឲ្យសោះព្រោះការបង្ខិតបង្ខំអាចធ្វើឲ្យមនុស្សមានវិបត្តិផ្លូវចិត្តបានសូមអរគុណតើហេគិតថាហេវ៉ៃផ្លេចបាត់ឲ្យឈឹងមកពីអញសួរអញនឹងណាបានជាអញផ្លេចបើបែបនេះមុនអូនរៀបការនឹងគេបងសុំរួមមេត្រីនឹងអូនបានទេព្រោះបងស្រឡាញ់អូនណាតែអូនខ្លាចខ្លាចអីយើងស្រឡាញ់គ្នាយូរហើយនឹងភ្លាមនោះនាយសុងនិងនាងសួយក៏បានរួមស្នេហាទាំងខុសនឹងប្រពៃណីមិនបានជាពោះអាយឥឡូវដូចជារៀងធំណ៎អូគឺណែខ្ញុំហូបបាយច្រើនមួយរយៈនេះវារៀងធាត់ជាងមុនគឺបែបនេះណាម៉ែរឿងចៅល្ងងបានប្រពន្ធមាសទឹក8មានបរិសម្នាក់ដែលជាមនុស្សមិនសូវជាមានបញ្ញាចាំបានយូរទេទោះបីជារឿងនោះជារឿងងាយយល់ងាយចាំក៏ដោយក៏បរិសនោះឆាប់ភ្លេចដែរនៅលើគ្រែមុខផ្ទះ
ទេហើយមិនបាញ់មិញនេះម៉ែប្រើឲ្យទៅណាភ្លេចបាត់ហើយរហៅម៉ែសួរសិនម៉ែហើយមិញនេះម៉ែប្រាប់ខ្ញុំថាម៉េចអីចុះយើងប្រាប់មិញនេះឯងហើយឯងដូចអត់ចាំទេអីហ៎យើងឲ្យឯងទៅយកចបទៅឲ្យពុកឯងនៅឯចំការ អូចឹងទេអីម៉ែបាទខ្ញុំទៅហើយម៉ែនិយាយចប់ហើយនាយមកក៏បានលីចបចេញទៅស្រែអូយអាមកនៅតែបែបនេះទៅតើខ្ញុំអាចនៅជាមួយវាបានប្រហែលឆ្នាំទៀតបើខ្លួនចេះតែចាស់ហើយអើយនៅតាមផ្លូវកំពុងតែដើរនាយមកក៏បានជួបនឹងនាយអុលអាមកហើយឯងដើរលីចបតាណាវ៉ៃអាអុលអាសំឡាញ់គ្នាយកចបទៅហេគិតថាហេវ៉ៃភ្លេចបានឲ្យឈឹងមកពីអញសួរអញនឹងណាបានជាអញភ្លេចហេមើលវាភ្លេចតែខ្លួនអញសោះមកចោទថាអញបើអញស្មានខុសទេអញប្រហែលជាយកចបទៅឲ្យឪពុកឯងហើយហ្នឹងហើយបានហើយយើងទៅហើយណាក្រែងលោភ្លេចទៀតហ្នឹងហើយទៅចោះគិតទៅខួរក្បាលវាភ្លេចលឿនមែនហ្មងហើយដឹងធ្វើម៉េចទេបើវាបែបហ្នឹងទៅហើយនោះលុះនិយាយចប់ហើយពួកគេក៏ដើរចេញទៅនៅឯចំការឯនេះវិញពូក្ដុលកំពុងអង្គុយគិតម្នាក់ឯងហើយគិតទៅជីវិតខ្ញុំអីគោកំសត់ម្លេះមានកូនប្រុសមួយក៏មិនដូចគេការចងចាំក៏ខ្សោយតើថ្ងៃមុខឲ្យខ្ញុំទៅរំពឹងអ្នកណាទៅភ្លាមនោះនាយមកក៏បានដើរមកដល់តើពុកកើតអីនឹងពុកបានជាទឹកមុខពុកម្រេចស្រស់ស្រាយអញ្ចឹងគឺពុកគិតពីអនាគតកូនឯងនឹងហើយមិនដឹងជាមានស្រីឯណាគេមកយកឯងធ្វើជាប្តីនោះទេកូនបើកូនឯងខ្សោយបញ្ញាបែបនឹងនោះទៅគិតធ្វើអីពុកបើគ្មានអ្នកណាយកខ្ញុំមានពុកម៉ែនៅជាមួយខ្ញុំហើយតែពុកម៉ែមិនអាចនៅជាមួយកូនបានរហូតទេណាកូនឃើញស្រាប់ហើយពុកម៉ែក៏កាន់តែចាស់ទៅនៅផ្ទះមិញសូវនាយសុងបានលួចមកជួបនាងសួយបងកុំឧស្សាហ៍មកជួបអូនញឹកញាប់ពេកប្រយ័ត្នម៉ែអូនឃើញណាមួយអ្នកភូមិមើលមកមិនសមទេតែបងស្រឡាញ់អូនណាស់បងចង់ទៅមកជួបរាល់ថ្ងៃទេចុះបើបងស្រឡាញ់អូនមិនបងមិនប្រាប់ម៉ែបងឲ្យចូលស្ដីដណ្ដឹងអូននេះមកពីម៉ែបងមិនទាន់មានប្រាក់ចុះបងមិនខំធ្វើការរកប្រាក់សន្សំទុំឲ្យបងទៅធ្វើអីបើស្រែចម្ការបងមិនដែលធ្វើផងបើអញ្ចឹងប្រយ័ត្នម៉ែលើកអូនឲ្យគេបាត់ណាលើថាអូនចិត្តមានគេចូលសួរហើយអ្នកណាចូលសួរអូនមានស្គាល់ទេអូនមិនដឹងទេណែបងប៉ុណ្ណឹងបានសិនហើយបងទៅផ្ទះវិញសិនចុះប្រយ័ត្នម៉ែអូនមកឃើញបើអញ្ចឹងបងទៅសិនហើយណានាយសុងក៏ចាក់ចេញទៅហើយនាងសួយក៏ដើរចេញដែរនៅផ្ទះមីងងៅនាពេលយំគាត់មិនទាន់ចូលសម្រានក៏ហៅពូក្ដុលមកពិភាក្សាគ្នាណែពុកវាឯងគិតដូចខ្ញុំអត់ខ្ញុំគិតថាចង់ដណ្ដឹងប្រពន្ធឲ្យអាមកតើពុកវាឯងគិតយ៉ាងម៉េចដែរខ្ញុំក៏គិតតែចង់និយាយជាមួយម៉ែវាឯងដែរខ្ញុំមើលឃើញកូនស្រីអ្នកសៅខ្ញុំដណ្ដឹងឲ្យកូនយើងខ្លាចតែគេមិនយកកូនយើងទេម៉ែវាព្រោះអ្នកណាក៏ដឹងដែរថាកូនយើងអាមកនេះវាខ្សោយខាងបញ្ញាស្មារតីមិនអីទីពុកវាចាំមើលខ្ញុំទៅសួរគេសិនតោះយើងចូលទៅដេកព្រោះយប់ជ្រៅសន្សើមក៏វាធ្លាក់ហើយថាចប់ហើយអ្នកទាំងពីរក៏ងើបដើរចេញទៅពេលព្រឹកឡើងមីងងៅក៏បានដើរទៅផ្ទះមីងសៅអ្នកងៅហើយទៅណាមកណាអ្នកមកអង្គុយលេងសិនអ្នកចាអ្នកគឺខ្ញុំមកនេះឯងចុះនៅផ្ទះតែម្នាក់ឯងទេអីអ្នកអូគឺនៅពីអ្នកកូនស្រីខ្ញុំដឹងជាគេដើរទៅណាមិញ
ចុះអ្នកមកផ្ទះខ្ញុំមកមានការអីដែរអ្នកចាអ្នកខ្ញុំមកនេះគឺចង់សាកសួរកូនអ្នកឲ្យមកកូនរបស់ខ្ញុំតើអ្នកគិតយ៉ាងណាដែរអ្នកអូរឿងនេះខ្ញុំមានតែថាអីតែចាំមើលខ្ញុំសួរចិត្តកូនស្រីខ្ញុំសិនណាអ្នកចាអ្នកបើអញ្ចឹងខ្ញុំគិតរកលាអ្នកទៅវិញសិនហើយណាចាអញ្ជើញចុះអ្នកមីងៅក៏បានងើបដើរចេញពីផ្ទះមីងសៅនៅឯរាជវាំងឯនោះវិញព្រះអង្គនៃនគរឥន្ទ្របុរៈដែលជាស្ដេចមានទសពិធរាជធរចំពោះប្រជានរាស្ត្រព្រះអង្គតែងតែជួយដោះទុក្ខលំបាកនៅពេលដែលរាស្ត្រមានអាសន្នតើអ្នកទាំងពីរមានរឿងអីបានជាចូលគាល់យើងបែបនេះគឺទូលបង្គំមានរឿងចង់ប្តឹងនេះក្រាបទូលត្បិតអីទូលបង្គំជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាតែពេលទូលបង្គំមិននៅផ្ទះនាយនេះបានមកសហាយស្មន់ជាមួយនឹងប្រពន្ធទូលបង្គំក្រាបទូលមើលនាយតើដូចពាក្យបរោះនេះនិយាយដែរទេចូលនាយនិយាយមកមើលរឿងនេះពិតមែនហើយក្រាបទូលបង្គំគ្រាន់តែទៅលេងផ្ទះមិត្តភក្តិទេតែប្រពន្ធគេប្រាប់ថាគេមិននៅផ្ទះហើយនាងក៏បានខាត់ទូលបង្គំឲ្យនៅទទួលទានបាយនៅផ្ទះគេមួយពេលដោយនាងបានធ្វើម្ហូបជាច្រើនហើយមានទាំងស្រាផងទៀតពេលនោះទូលបង្គំផឹកស៊ីរហូតដល់ស្រវឹងនាងក៏ហាមមិនឲ្យទៅផ្ទះវិញភ្លាមនោះនាងក៏ស្រាប់តែទាញទូលបង្គំចូលទៅក្នុងបន្ទប់ហើយក៏រួមសង្វាសជាមួយគ្នាតែម្ដងចុះហេតុអីបានជាឯងជាប្តីបានដឹងរឿងនេះគឺទូលបង្គំបានយករឿងនេះទៅប្រាប់គេព្រោះដឹងតែខ្លួនជាអ្នកខុសជាមួយនឹងមិត្តពិតមែនហើយព្រះអង្គស្ដាប់ទៅរឿងអ្នកទាំងពីរគឺចៅសុកនេះមានកំហុសដែរព្រោះចៅសុកបានទៅសហាយជាមួយនឹងប្រពន្ធគេតែដោយសារចិត្តស្មោះក៏បានប្រាប់មិត្តភក្តិបើអ្នកដែលខុសទាំងស្រុងនោះគឺជាភរិយារបស់នាយដំព្រោះដឹងតែប្តីមិននៅបែរជាមានចិត្តក្បត់ទៅមានសហាយជាមួយនឹងខ្លើរបស់ប្តីយើងកាត់ក្តីឲ្យប្រពន្ធចៅដាំខុស7ភាគឯចំណែកចៅសុកខុស3ភាគព្រោះដោយសារហ៊ានទទួលកំហុសដោយមិនខ្លាចចុះតែចៅយល់ព្រមនឹងការកាត់ក្តីរបស់យើងដែរទេទូលបង្គំយល់ព្រមទទួលយកការកាត់ក្តីនេះតែរឿងប្រពន្ធទូលបង្គំតើគួរធ្វើយ៉ាងម៉េចក្រាបទូលរឿងនេះវាអាស្រ័យទៅលើចៅឯងថាគួរលើកលែងទោសឲ្យគេឬក៏អន់បន្ទាប់ពីព្រះរាជាបានកាត់ក្តីឲ្យអ្នកទាំងពីររួចមកពួកគេក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួននៅផ្ទះមីងសៅបងថ្ងៃនេះមានគេមកស្ដីដណ្ដឹងអូនហើយអូនចាំបងមិនឃើញសោះតើឲ្យបងធ្វើយ៉ាងម៉េចបើបងមិនទាន់មានលុយផងហ្នឹងអូនឯងអត់ហ៊ានប្រកែកជាមួយនឹងម៉ែអូនទេហីអូនមិនហ៊ានបើអូនជាកូនគាត់គឺមានតែតាមគាត់បើបែបនេះមុនអូនរៀបការនឹងគេបងសុំរួមមេត្រីនឹងអូនបានទេព្រោះបងស្រឡាញ់អូនណាតែអូនខ្លាចខ្លាចអីយើងស្រឡាញ់គ្នាយូរហើយហ្នឹងភ្លាមនោះនាយសុងនិងនាងសួយក៏បានរួមស្នេហាទាំងខុសនឹងប្រពៃណីពេលថ្ងៃមីងៅនិងពូក្ដុលបានមកចូលស្ដីដណ្ដឹងកូនមីងសៅឲ្យនាយមកសុខសប្បាយទេអ្នកចាអ្នកខ្ញុំសុខសប្បាយធម្មតាចុះអ្នកវិញចាអ្នកខ្ញុំសុខសប្បាយជាទេខ្ញុំមកនេះគឺចង់ស្ដីដណ្ដឹងកូនអ្នកឲ្យមកកូនរបស់ខ្ញុំអ្នកបង្គាប់ប្រមាណដែរចាអ្នកខ្ញុំបង្គាប់5ដំឡឹងមាសតើអ្នកគិតយ៉ាងម៉េចដែរអ្នកអូចាអ្នកខ្ញុំសុំអ្នក4ដំឡឹងបានទេចាអ្នកប៉ុណ្្នឹងក៏បានដែរបើបែបនេះចាំ3ខែក្រោយខ្ញុំយកថ្លៃបណ្ដាការមកឲ្យហើយរំលងបាន6ខែចាំយើងរៀបការកូនយើងចាអ្នកបែបនោះក៏បានដែរពេលថ្ងៃនៅឯផ្ទះនាយអុលកំពុងតែអង្គុយនៅលើគ្រែ
ក៏ស្រាប់តែនាយមកបានដើរចូលមកដល់ណែឯងអត់តាណាតណីទេអីសំឡាញ់អូគ្នាអត់បានតាណាទេសំឡាញ់មកអង្គុយលេងសិនមកហើយយ៉ាងម៉េចហើយរឿងឯងឮថាទៅតដឹងប្រពន្ធអីមែនតាសំឡាញ់តែគ្នាមិនទាន់រៀបការទេព្រោះម៉ែគ្នាថាចាំ6ខែទៀតទើបចាប់ផ្ដើមរៀបការចុះឯងមិនខ្លាចគូតដឹងឯងផាត់មានសហាយទេអីមើលវានិយាយមិនបានជាឯងគិតមកលើគូតដឹងរបស់គ្នាបែបនេះពួកគេទាំងពីរនាក់ក៏បាននិយាយគ្នាលេងរហូតដល់ពេលល្ងាចរំលងបាន3ខែមីងៅក៏បានយកបណ្ដាការមកឲ្យមីងសៅអូមកអ្នកអង្គុយលេងសិនមកអ្នកចាអ្នកនេះអ្នកខ្ញុំយកបណ្ដាការមកឲ្យអ្នកចាំ3ខែក្រោយចាំរៀបការចាអ្នករឿងនេះមិនជាបញ្ហាទេចាំពួកយើងទៅមើលវេលាការចាអ្នកមិនអីទេមានទៅពិបាកអីគ្រាន់តែទៅមើលវេលាការកូនសោះនឹងអូអ្នកខ្ញុំគិតថាលាអ្នកទៅវិញសិនហើយណានិយាយចប់មីងៅក៏បានដើរចេញទៅហើយអ្នកណាគេមកមិញនឹងម៉ែអូគឺម្ដាយក្មេករបស់ឯងនឹងគាត់យកថ្លៃបណ្ដាការមកឲ្យមិនបានជាពោះឯងឥឡូវដូចជារៀងធំណអូគឺណែខ្ញុំហូបបាយច្រើនមួយរយៈនេះវារៀងធាត់ជាងមុនគឺបែបនេះណាម៉ែតែម៉ែឃើញឯងមិនសូវហូបបាយផងឯងហូបតែម្ជូរគឺខ្ញុំហូបបាយពេលដែលម៉ែមិននៅទើបម៉ែមិនដឹងនឹងណាលុះពេលវេលាកាន់តែរំលងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃក៏ឈានដល់ពេលនាយមកនិងនាងសួយរៀបអាពាហ៍ពិពាហ៍ហើយពួកគេក៏បានបែកផ្ទះដាច់ដោយឡែកទៅរស់នៅជុំគ្នាលុះរស់នៅជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃប្រពន្ធនាយមកពោះក៏កាន់តែធំទៅរយៈពេល3ខែដែលពួកគេរស់នៅជាមួយគ្នាអូនមិនបានជាពោះអូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំទៅបែបនេះយើងទៅរៀបការជាមួយគ្នាបាន3ខែទេណាណែគឺបងគិតមើលកាលបងមកដណ្ដឹងអូនបាន3ខែម៉ែបងយកបណ្ដាការមកប្រគល់ឲ្យ3ខែទៀតទើបរៀបការហើយរៀបការរួចបាន3ខែបងគិតមើលចាប់តាំងពីថ្ងៃដែលបងចូលស្ដីដណ្ដឹងអូនមកដល់ឥឡូវគឺបាន9ខែហើយមែនអូនតែបងនៅតែឆ្ងល់មែនតាកាលស្ដីដណ្ដឹងអូននោះបងបានធ្វើអីអូនផងហ្នឹងមិនបានជាអូនមានកូនមើលបងឆ្ងល់តែចូលស្ដីដណ្ដឹងគឺមានកូនហើយបងចឹងទេអីមកពីបងដែលដឹងហ្នឹងណាអត់អីទេអូនបើអញ្ចឹងបងទៅស្រែសិនហើយណាយីអាមកនេះមកសួរឯងជីកុលកុំទៅរកវិធីដោះស្រាយតន់ហើយវាឆ្ងល់ផងនោះកុំអីចប់ហើយនឹងសួយតែទោះយ៉ាងណាក៏កូននេះជាកូននឹងបងសុងចាំមើលខ្ញុំយកទៅប្រាប់បងសុងមិនដឹងគាត់សប្បាយចិត្តយ៉ាងណាទេនៅក្នុងព្រៃនាងសួយបានណាត់មកជួបនឹងនាយសុងហើយអូនមកជួបបងទីនេះតើមានការអីដែរគឺអូនមកជួបបងនេះគឺអូនមានរឿងចង់ប្រាប់បងនឹងណាគឺអូនមានកូនជាមួយបងនេះគឺ9ខែហើយថាម៉េចអូនមានកូនជាមួយបងតែម្ដងសោះហ្នឹងហើយឥឡូវអូនមានប្តីទៀតអូនមានប្តីមែនតែគេល្ងងណាស់អូនមិនបានស្រឡាញ់គេទេគឺអូនស្រឡាញ់បងតើបងយើងរត់ទៅកន្លែងមួយថ្មីជុំគ្នាពេលនោះមីងៅក៏បានដើរកាត់ហើយក៏ឃើញគាត់ក៏បានលបស្ដាំចុះកូនប្រសាយើងមកជួបអ្នកណាហើយពោះគេមិនក៏ធំម្លេះទើបតែការបានខ្ទង់3ខែសោះហ្នឹងឬមួយក៏បងមិនចង់ទទួលស្គាល់កូននេះមែនទេព្រោះបងជាអ្នកធ្វើវាបងត្រូវតែទទួលខុសត្រូវបើអញ្ចឹងមែនបងទទួលស្គាល់ក៏បានដែរតែយើងគួរទៅរត់ទៅណាយើងទៅឲ្យឆ្ងាយហើយផ្ដើមជីវិតថ្មីអីយ៉ាតាមពិតពួកគេជាសហាយស្មន់នឹងគ្នាទេតើអត់កើតទេរឿងនេះត្រូវតែយកទៅទូលព្រះរាជាឲ្យរកយុត្តិធម៌ឲ្យកូនប្រុសខ្ញុំហើយ
លុះថ្ងៃស្អែកបន្ទាប់មកគ្រួសារមិញងៅនិងគ្រួសារមិញសៅក៏បានជំនុំគ្នាហើយឡើងទៅគាល់ដល់ព្រះមហាក្សត្រតើអ្នកទាំងអស់គ្នាមកទីនេះមានការអីដែរ ក្រាបទូលព្រះអង្គគឺទូលបង្គំមកនេះចង់ឲ្យព្រះអង្គរកខុសត្រូវជូនមកទូលបង្គំកូនរបស់ខ្ញុំនេះគឺត្រូវជាប្តីរបស់កូនអ្នកសៅតែពួកគេទើបតែការបាន3ខែទេតែនាងមានផ្ទៃពោះ9ខែហើយទាំងដែលខ្ញុំដឹងព្រោះកូនបែកមកនោះតែ2នាក់ហើយកូនប្រុសខ្ញុំនេះគេខុសពីមនុស្សធម្មតាគឺគេមានសតិល្ងងណាស់ មើលនារីដែលជាប្រពន្ធចូលមកនិយាយប្រាប់យើងឲ្យត្រង់មកមើលតើនាងទៅមានកូនជាមួយសហាយមុនពេលរៀបការមែនទេ ក្រាបទូលព្រះអង្គគឺខ្ញុំករុណាពិតជាមានសហាយស្មន់មុនរៀបការមែនក្រាបទូល ចុះហេតុអីបានជានាងទៅព្រមរួមរស់ជាមួយនឹងបុរសជាប្តីខាងនេះទាំងដែលនាងដឹងហើយថាគេមានសតិមិនសូវចាំហើយខ្សោយ នេះមកពីទូលបង្គំគិតថាបើខ្ញុំមិនរៀបការនឹងគេនោះទេពួកខ្ញុំកាន់តែធំហើយអត់ប្តីនោះខ្ញុំខ្មាស់គេ ចុះសហាយរបស់នាងគេមិនព្រមទទួលខុសត្រូវទេអី ករុណាព្រះអង្គគឺគាត់ព្រមទទួលហើយពួកយើងថាប្រុងពង្រត់គ្នាចេញទៅសាងជីវិតថ្មីហើយ បើបែបនោះមែនយើងអាចកាត់សេចក្តីបានថានាងមិនមានចិត្តស្រឡាញ់ប្តីដែលបានក្រាបក្បាលដល់កន្ទេលទេបើបែបនោះនាងត្រូវតែបកលបណ្ដាការ7ភាគទៅឲ្យគេវិញព្រោះដោយសារនាងលួចមានសហាយហើយភូតកុហកប្តីតើនាយជាប្តីយល់ព្រមទេទូលបង្គំតាមតែទ្រង់មានព្រះតម្រេះទេក្រាបទូលចុះនាងជាប្រពន្ធតើយល់ព្រមតាមយើងកាត់ក្តីទេ ក្រាបទូលព្រះអង្គតាមតែព្រះអង្គសម្រេចក្រាបទូល បើបែបនឹងមែនប្រសើរណាស់ហើយអ្នកទាំងអស់គ្នាអាចត្រឡប់ទៅវិញបានចាប់តាំងពីពេលនោះមកគ្រួសារពួកគេក៏បានចែកផ្លូវគ្នានាយមកក៏បានមករស់នៅជាមួយនឹងឪពុកម្ដាយគេវិញឯនាងសួយក៏បានរួមរស់នៅជាមួយនាយសុងពីពេលនោះរហូតតទៅតម្លៃអប់រំចូលកំចង់ធ្វើបាបឬកេងចំណេញចំពោះមនុស្សដែលគ្នាមិនដឹងអីចូលប្រាប់ហើយនិយាយចំទើបជាការប្រសើររៀនមានទំនួលខុសត្រូវទើបជាការល្អប្រសើរចប់ដោយបរិបូរណ៍សូមអរគុណនិងសូមអរព្រះគុណដល់ព្រះរាជាដែលកាត់ក្តីដោយយុត្តិធម៌ នាងនួននាងឯងហ៊ានតមាត់ជាមួយយើងផងអីតាំងពីតូចមកគ្មាននរណាហ៊ាននិយាយបែបនេះជាមួយយើងទេ អើខ្ញុំសុំទោសផងអ្នកប្រុសថ្ងៃក្រោយខ្ញុំឈប់ធ្វើបែបនេះទៀតហើយ ណែអាចចង្រៃឯងមិនចេះខ្មាស់គេទេអីបានជាមកចាប់ស្រីទាំងកដាលថ្ងៃបែបនេះយើងនឹងបញ្ជូនពួកឯងឲ្យទៅឋាននរកទាំងពីរទៅចុះស្លាប់ទៅ ម្ដេចក៏កូនមិនប្រាប់ម៉ែតាំងពីដំបូងមកព្រោះកូនចង់ឲ្យពុកបានជាពីជំងឺណាតើបានជាកូនសុខចិត្តទ្រាំឲ្យអ្នកប្រុសធ្វើបាបណាម៉ែ រឿងវាសនានាងនួន នេះសម័យមួយមានរឿងដំណាលថាមានគ្រួសារលំបាកក្រីក្រមួយសមាជិក3នាក់និងមានកូនស្រីក្រមុំរូបឆោមស្រស់ស្អាតម្នាក់មានឈ្មោះថាស្រីនួន នួនកូនគ្រួសារយើងក្រខ្លាំងណាស់គ្មានចំណូលទេរាល់ថ្ងៃនេះមានតែចំណាយរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកហើយពុកឯងឥឡូវនេះក៏ធ្លាក់ខ្លួនឈឺទៀតគ្មានអ្នកណារកម្ហូបនោះទេម៉ែគិតថាចង់ឲ្យកូនទៅសុំលោកសេដ្ឋីដើម្បីធ្វើការក្រែងបានប្រាក់ខ្លះយកមកជួយពុករបស់កូនណា ម៉ែវាខ្ញុំដូចជាមិនចង់ឲ្យកូនទៅធ្វើការបម្រើនៅផ្ទះលោកសេដ្ឋីសោះព្រោះថាកូនស្រីយើងទៅតែធំខ្លាចតែគេមិនដឹងកិច្ចការជ្រៅរាក់នោះទេ មិនអីទេពុកកូនអាចធ្វើបានឲ្យតែមានប្រាក់ដើម្បីព្យាបាលជំងឺពុកឲ្យបានឆាប់ជាសះស្បើយនោះ
គឺបានហើយណាពុកល្អហើយកូនអញ្ចឹងកូនទៅឆាប់រៀបចំសម្លៀកបំពាក់កូនទៅណានឹងអាចបានប្រញាប់ទៅផ្ទះរបស់លោកសេដ្ឋីចាំម៉ែម្ដាយស្រីនួនក៏បាននាំនាងទៅផ្ទះរបស់លោកសេដ្ឋីដើម្បីរកការងារឲ្យគេធ្វើនិងអាចជួយសម្រាលប្រាក់កាសខ្លះដល់គ្រួសារទាំងពីរអ្នកម្ដាយនិងកូនក៏បានទៅដល់ផ្ទះរបស់សេដ្ឋីជំរាបសួរលោកសេដ្ឋីកូនស្រីឆាប់ជំរាបសួរលោកសេដ្ឋីភ្លាមទៅចាខ្ញុំសូមជម្រាបសួរលោកសេដ្ឋីល្អហើយតើអ្នកមកទីនេះមានការអីមែនទេឬក៏ចង់មកខ្ចីប្រាក់យើងមានរឿងអីនិយាយមកចុះមិនមែនទេលោកសេដ្ឋីខ្ញុំមកនេះគឺថាមានការអីទៅណាមីងឆាប់និយាយមករវល់គឺថានៅនឹងហើយគឺខ្ញុំចង់សុំឲ្យកូនស្រីរបស់ខ្ញុំគេបានធ្វើការនៅផ្ទះរបស់លោកសេដ្ឋីនេះផងក្រែងបានប្រាក់ខ្លះយកទៅព្យាបាលជំងឺរបស់ពុកវាព្រោះថាគ្រួសាររបស់ខ្ញុំក្រខ្លាំងណាស់អូអញ្ចឹងទេអីអ្នកណែកូនប្រុសហើយយ៉ាងម៉េចដែរតើនាងនេះអាចធ្វើខ្ញុំបម្រើនៅផ្ទះយើងបានដែរទេកូនអាយ៉ាចំណៃមកដល់មាត់ឯងតាខ្ញុំត្រូវចាប់នាងធ្វើជាប្រពន្ធដល់បានណែឆោតឯងមានលឺពុកសួរទេលវលតើលវើលវេដល់ណាហើយអូបាទពងខ្ញុំលវលទៅគិតទៅដល់រឿងដីចំការរបស់យើងហ្នឹងណាពងទៅបានលឺពុកសួរមិនអីទេពងស្រីម្នាក់នេះអាចធ្វើការនៅក្នុងផ្ទះយើងបានទោះបីជានាងនៅក្មេងបន្តិចក៏មិនអីដែរពងចាំខ្ញុំជួយប្រាប់ណែនាំនាងបន្ថែមចុះអញ្ចឹងអីទេនាងតូចនេះអាចធ្វើការនៅទីនេះបានហើយប្រុងឲ្យមកធ្វើការនៅថ្ងៃណាដែរអូចាគឺថ្ងៃនេះតែម្ដងលោកសេដ្ឋីព្រោះថាកូនខ្ញុំគេបានរៀបចំសម្លៀកបំពាក់គេមករួចរាល់ហើយម៉ែកូនដូចជាមិនចង់នៅទេព្រោះថាមើលទៅលោកសេដ្ឋីនិងកូនប្រុសរបស់គាត់ដូចជាមិនសូវស្រួលទេម៉ែណែកូនកុំមាត់ច្រើនពេកអីនៅជាមួយលោកសេដ្ឋីយូរទៅគង់តែស្គាល់ចិត្តលោកនោះទេចាំម៉ែតែយ៉ាងណាដើម្បីពុកកូននឹងខិតខំប្រឹងប្រែងធ្វើការល្អហើយណាកូនកូនត្រូវតែឧស្សាហ៍និងខិតខំប្រឹងប្រែងធ្វើការណាក្រែងលោកសេដ្ឋីគេមានចិត្តអាណិតនិងដំឡើងប្រាក់កម្រៃឲ្យកូនណាចាំម៉ែអញ្ចឹងម៉ែលាកូនទៅផ្ទះវិញហើយណាព្រោះថាពុកឯងគាត់នៅផ្ទះតែម្នាក់ឯងចាំម៉ែម្ដាយរបស់នួនបានត្រឡប់ទៅផ្ទះវិញចំណែកឯនួនក៏បានចូលបម្រើនៅក្នុងផ្ទះរបស់លោកសេដ្ឋីគេបានធ្វើការសពគ្រប់បែបយ៉ាងទាំងធ្ងន់និងស្រាលឆើតបានចាប់ចិត្តស្រឡាញ់លើនាងថ្ងៃមួយនៅក្រៅផ្ទះនៅពេលដែលនួនកំពុងតែធ្វើការស្រាប់តែណែអូននួនព្រមស្រឡាញ់បងទៅបងធានាថានឹងមើលថែរក្សាអូនហើយនឹងនាំឪពុកម្ដាយអូនឲ្យមករស់នៅទីនេះផងដែរអូនក៏ដឹងហើយថាគ្រួសារបងជាអ្នកមានតែអ្នកប្រុសខ្ញុំមិនហ៊ានស្រឡាញ់អ្នកប្រុសនោះទេព្រោះថាខ្ញុំជាកូនកសិករហើយថែមទាំងក្រខ្សត់ទៀតដូច្នេះហើយខ្ញុំមិនហ៊ានប្រាថ្នានោះទេណែនាងនួនយើងខំតែនិយាយស្រួលបួលជាមួយនឹងនាងតែនាងបានបដិសេធនឹងយើងហើយថែមទាំងនិយាយដឺដងដាក់យើងទៀតផងខ្ញុំមិនហ៊ានទេអ្នកប្រុសខ្ញុំគ្រាន់តែនិយាយការពិតតែប៉ុណ្ណោះយើនាងនួននាងឯងហ៊ានតមាត់ជាមួយយើងផងអីតាំងពីតូចមកគ្មានអ្នកណាហ៊ាននិយាយបែបនេះជាមួយយើងទេខ្ញុំសុំទោសផងអ្នកប្រុសថ្ងៃក្រោយខ្ញុំឈប់ធ្វើបែបនេះទៀតហើយមិនបានទេយើងត្រូវតែបដៅនាងនេះម្ដងកុំឲ្យនាងធ្លាប់ទៅថ្ងៃក្រោយទៀតឆើតបានប្រាអំពើហិង្សាលើរូបរាងកាយរបស់នួនថែមទាំងគំរាមថាបើហ៊ានទៅប្រាប់ឪពុកម្ដាយគេនឹងសម្លាប់ចោលទាំងពូជតែម្ដងដោយសារការភ័យខ្លាចនាងមិនបានប្រាប់អ្នកណាទាំងអស់ណែនាងនួនយើងឲ្យឯងទៅធ្វើការនៅក្រោយផ្ទះហើយនាងទៅធ្វើអីទៅវិញបានជាមានស្នាមជាំពេញខ្លួនបែបនេះចាស់លោកសេដ្ឋីគឺថាមិនក៏មិនឆាប់និយាយរវល់តែគឺថានឹងទៀតហើយ
សង្ស័យទៅលួចទៅមានសាហាយជាមួយប្តីរបស់គេហើយមើលទៅបានជាប្រពន្ធគេវាយបែបនេះ មិនមែនទេលោកសេដ្ឋីខ្ញុំគ្មានសហាយស្មន់ជាមួយអ្នកណានោះទេគឺខ្ញុំធ្វើការមិនបានប្រយ័ត្នហើយក៏រអិលដួលនៅគៀនពីងទឹកនោះទៅលោកម្ចាស់ មិនក៏នាងធ្វើការមិនប្រយ័ត្នអញ្ចឹងហ៎បើអ្នកក្រៅគេឃើញគេច្បាស់ថាយើងនេះជាអ្នកធ្វើបាបនាងជាមិនខានទេឆាប់ទៅរកថ្នាំលាបទៅ ចាលោកសេដ្ឋីចាប់តាំងពីពេលនោះមកនួនក៏រងការធ្វើបាបពីនីឆាតដែលជាកូនរបស់លោកសេដ្ឋីជារៀងរាល់ថ្ងៃនាងមិនហ៊ានប្រាប់អ្នកណានោះទេដោយគិតថាសន្សំប្រាក់ដើម្បីព្យាបាលជំងឺរបស់ឪពុកថែមទាំងខ្លាចឆាតសម្រាប់នាងទៀតផងតែថ្ងៃមួយដោយសារតែការស៊ូទ្រាំរបស់នាងមានកំណត់នួនក៏បានលួចរត់ទៅផ្ទះរបស់នាងវិញនួនតើលោកសេដ្ឋីឲ្យកូនមកលេងផ្ទះមែនទេបានជាកូនមកទាំងយប់ដូចនេះមិនមែនទេម៉ែមិនមែនទេគឺមកពីកូនប្រុសរបស់លោកសេដ្ឋីគឺកូនរបស់លោកសេដ្ឋីអ្នកឲ្យកូនមកមែនទេឃើញទេកូនប្រុសលោកសេដ្ឋីគេជាមនុស្សល្អខ្លាំងណាស់ម៉ែមើលដឹងតាំងពីដំបូងមកម្ល៉េះអ្វីត្បិតតែគេមានសម្ដីកាច់បន្តិចក៏ដោយណាមិនមែនចឹងទេម៉ែកុំនិយាយច្រើនអីកូនឆាប់ទៅសម្រាកទៅណាព្រោះថាកូនមកពីហត់ហើយណាមួយពុករបស់ឯងក៏សម្រាកបាត់ទៅហើយកុំឲ្យរំខានដល់គាត់ណាណែសល់តែ2ខែទៀតទេពុកឯងបានជាសះស្បើយហើយណាខ្លាចតែខ្ញុំត្រឹមមិនបានដល់2ខែទៀតទេម៉ែកុំចឹងអីណាកូនត្រឹមបន្តិចទៅព្រោះសេដ្ឋីលោកក៏ចិត្តល្អខ្លាំងណាស់ដែរណែឆាប់ទៅសម្រាកទៅណាកូនព្រោះថាស្អែកកូនត្រូវត្រឡប់ទៅវិញហើយណែម៉ែសម្រាប់មុនហើយណានួនមិនបានប្រាប់អ្វីទាំងអស់ដល់ម្ដាយព្រោះគិតថានៅស៊ូទ្រាំជាមួយនឹងការធ្វើបាបរបស់ឆាតបន្តទៀតរងចាំតែឪពុករបស់ខ្លួនបានជាសះស្បើយគេនឹងឈប់ធ្វើការនៅទីនោះទៀតហើយលុះព្រឹកឡើងគេក៏បានត្រឡប់ទៅវិញនិងធ្វើការនៅចំការក្រៅផ្ទះជាធម្មតា យើនាងនួនយប់មិញនឹងឯងទៅណាបានជាមិនឃើញសមោលនឹងឯងសោះអញ្ចឹង គឺខ្ញុំទៅផ្ទះណាអ្នកប្រុសដោយនឹកអ្នកម្ដាយរបស់ខ្ញុំពេកតែបានជាខ្ញុំមិនបានជម្រាបអ្នកប្រុស នាងនេះកាន់តែថ្លាមធំហើយតើហ៊ានលួចចាញ់ចូលផ្ទះយើងដោយគ្មានការអនុញ្ញាតផងហ៎ តែខ្ញុំមិនបាននិយាយរឿងរ៉ាវដែលអ្នកប្រុសធ្វើបាបខ្ញុំប្រាប់អ្នកណានោះទេ យើងមិនជឿនាងទេឆាប់និយាយប្រាប់យើងឲ្យត្រង់មក ខ្ញុំមិនបានកុហកទេអ្នកប្រុសសូមអ្នកប្រុសជឿខ្ញុំចុះ មិនបានទេថ្ងៃនេះយើងត្រូវតែសម្លាប់នាងឯងចោលឲ្យទាល់តែបាន តែអ្នកប្រុសកុំសម្លាប់ខ្ញុំអីខ្ញុំពិតជាមិនបានប្រាប់អ្នកណាទេ ស្លាប់ទៅនាងស្រីចង្រៃ ឆើតបានដេញចាក់សម្លាប់នួនរំពេចនោះក៏មានបរិសម្នាក់ដែលដើរកាត់នោះឮសំឡេងរបស់នួនស្រែកឲ្យជួយក៏បានចូលមកមើល ណែអាចចង្រៃឯងមិនចេះខ្មាស់គេទេហ៎បានជាមកចាប់ស្រីទាំងកណ្ដាលថ្ងៃបែបនេះ ជួយខ្ញុំផងលោកជួយខ្ញុំផងគេចង់សម្លាប់ខ្ញុំ យើអាក្មេងប្រុសយើងចាប់អ្នកណាវាជារឿងរបស់យើងព្រោះនាងជាស្រីបំរើរបស់យើងឬក៏ឯងមិនដឹងថាយើងជានរណាទេទោះបីជានាងជាអ្នកបំរើផ្ទះឯងក៏ដោយតែឯងគួរតែឲ្យតម្លៃគេខ្លះផងហើយយើងក៏មិនខ្វល់ដែរថាឯងជានរណានោះសំខាន់យើងឃើញរឿងព្រៃផ្សៃបែបនេះគឺយើងត្រូវតែរវល់ឯងនេះពិតជាមិនស្គាល់ភ្នំខ្ពស់មែនយើងជាកូនរបស់លោកសេដ្ឋីនៅក្នុងស្រុកនេះណាអ្នកណាក៏គេស្គាល់យើងដែរឬក៏ឯងមកពីស្រុកផ្សេងបានជាមិនស្គាល់ថាយើងជានរណាដូច្នេះអ្នកមានស្ដុកស្ដំកម្រិតណាក៏យើងស្គាល់ដែរតែយើងមិនស្គាល់តែសត្វដេរិឆានដូចជាឯងតែប៉ុណ្ណោះទេយើឯងហ៊ានជេរយើងផងហ៎បានមិនបាច់និយាយច្រើនទេយើងនឹងបញ្ជូនពួកឯងឲ្យទៅឋាននរកទាំងពីរទៅចុះស្លាប់ទៅ រំពេចនោះលោកសេដ្ឋីនិងម្ដាយរបស់នួនក៏បានមកដល់ ឆើតកូនឈប់សិនកូនមិនអាចសម្លាប់គេបានទេព្រោះគេម្នាក់នេះជាបុត្រារបស់ព្រះរាជាណាកូនហាព្រះបុត្រាត្រូវហើយកូន នួនកូន
កូនលំបាកពេកហើយកូនស្រីម្ដាយមិនដែលក៏កូនមិនប្រាប់ម៉ែតាំងពីដំបូងមកព្រោះកូនចង់ឲ្យពុកបានជាពីជំងឺណាតើបានជាកូនសុខចិត្តទ្រាំឲ្យអ្នកប្រុសធ្វើបាបណាម៉ែឈប់យំទៅណាកូនពេលនេះកូនអស់អីហើយចាម៉ែ នៅពេលនេះដោយសារតែកូនប្រុសតែមួយគត់របស់លោកសេដ្ឋីមានចិត្តខូខើនិងបានប្រើអំពើហិង្សាមកលើស្រីនួនដែលជានារីទុនខ្សោយយើងសូមប្រកាសថាយើងនឹងដកតំណែងមុខងាររបស់លោកសេដ្ឋីនិងទ្រព្យសម្បត្តិទាំងអស់យកទៅចែកជូនអ្នកក្រខ្សត់ដែលនៅទីនេះហាកុំធ្វើអញ្ចឹងអីព្រះរាជបុត្រទូលបង្គំដឹងខុសហើយដែលមិនបានព្រានប្រដៅកូនឲ្យបានល្អទើបគេមានចរិតបែបនេះមិនហើយព្រះរាជបុត្រសូមទ្រង់លើកលែងតឲ្យគេម្ដងទៅហើយទ្រព្យសម្បត្តិរបស់គេដកតែពាក់កណ្ដាលទៅបានហើយណាដោយព្រះរាជបុត្រទ្រង់មានចិត្តប្រតិបត្តិលើនួនផងនោះទ្រង់ក៏បានជល់ព្រមតាមសំណើរបស់គេហើយទ្រង់ក៏បានជូននួននិងម្ដាយរបស់គេឲ្យត្រឡប់ទៅផ្ទះវិញតើអ្នកមីងនៅតែពីអ្នកកូនទេមែនទេមិនមែនទេព្រះរាជបុត្រខ្ញុំនៅ3នាក់ឪពុកម្ដាយនិងកូនតែពុកវាមានជំងឺជាប់នៅកន្ទេលទើបមិនបានមកទទួលព្រះរាជបុត្រសូមទ្រង់ព្រះរាជទានទោសផងណាអូមិនអីទេអ្នកមីងព្រោះតែខ្ញុំមិនមែនជាមនុស្សរើសអើងដូចជាកូនលោកសេដ្ឋីម្នាក់នោះទេមែនហើយម៉ែកុំតែបានទ្រង់មកជួយខ្ញុំតន់កុំអីខ្ញុំខ្លាចជាសាកសពដែលត្រូវសត្វស៊ីបាត់ទៅហើយមិនអីទេណានាងតែណាមីងខ្ញុំមានរឿងចង់និយាយជាមួយណាមីងបន្តិចមានរឿងអ្វីទៅព្រះរាជបុត្រទ្រង់ឆាប់មានប្រាក់បន្ទូលមកបើសិនជាខ្ញុំម្ចាស់អាចជួយបានខ្ញុំនឹងជួយតែខ្លាចថាខ្ញុំជួយមិនបានអូមិនពិបាកទេណាមីងមានប្រាក់បន្ទូលមកព្រះរាជបុត្រគឺថាណែតើអ្វីទៅព្រះអង្គទ្រង់ឆាប់មានប្រាក់បន្ទូលមកខ្ញុំស្រឡាញ់ស្រីនួនតើណាមីងគិតយ៉ាងណាដែរហាខ្ញុំមិនមែនយល់សពទេដឹងតើអាចទៅរួចដែរមែនទេដែលទ្រង់ជីខ្សែរាជវង្សព្រមមកស្រឡាញ់កូនរបស់ខ្ញុំដែលជាកសិករបែបនេះនោះមិនអីទេណាមីងព្រោះតែខ្ញុំបានស្រឡាញ់នាងទៅហើយទោះនាងជាអ្វីក៏ខ្ញុំមិនខ្វល់ដែរនួនកូនមិនអីក៏នៅស្ងៀមចឹងមិនលឺព្រះរាជបុត្រស្រឡាញ់កូនទេអីចាំម៉ែកូនមិនថាអីទេតែទ្រង់ត្រូវតែរកគ្រូពេទ្យព្យាបាលពុកខ្ញុំឲ្យបានជាសិនតើបានខ្ញុំព្រមណាអូមិនអីទេអូននួននៅក្នុងរាជវាំងមានគ្រូពេទ្យប៉ាកែច្រើនណាស់តែខ្ញុំសុំមួយទៀតណាបើទោះបីជាគ្រួសារខ្ញុំក្រពិតមែនតែខ្ញុំសុំឲ្យព្រះបិតារបស់ទ្រង់ចូលស្ដីដណ្ដឹងកូនស្រីរបស់ខ្ញុំតាមប្រពៃណីមិនអីទេខ្ញុំនឹងទទួលទ្រង់ឲ្យមកចូលដណ្ដឹងអូននួនតាមប្រពៃណីណាមីងចាប់តាំងពីពេលនោះមកឪពុកនួនក៏បានជាសះស្បើយពីជំងឺគ្រួសាររបស់គេមានជីវភាពធូរធារនិងឡើងតំណែងជាសេដ្ឋីចិត្តធន់នៅទីនោះបងសបិនតើបងមានលើកខ្ញុំហៅបងទេបងឆាប់ចេញមកណាតែនាងមានឮទេនេះជាសម្លេងប្រពន្ធរបស់យើងដែលបាត់យើងពីផ្ទះដោយសារតែនាងចាប់យើងមកនេះបានជាគេស្រែកហៅយើងអញ្ចឹងសូមនាងដោះលែងយើងទៅដើម្បីឲ្យយើងបានទៅជួបមុខប្រពន្ធយើងវិញយើងមិនខ្វល់ថាខុសច្បាប់ឬក៏មិនខុសនោះទេសំខាន់គឺយើងចង់បានគេមកធ្វើជាប្តីរបស់យើងឈប់ទៅណានាងឈប់សាងបាបកម្មជាមួយមនុស្សលោកទៀតទៅខំបានយើងនឹងទៅមើលតែបើសិនជារឿងនេះនាងហ៊ានកុហកយើងនឹងបញ្ជាទឹកសមុទ្រឲ្យលិចភូមិស្រុករបស់នាងហើយប៉ុន្តែជាអកុសលដែលនេះក៏បានស្លាប់បាត់ទៅមានដំណាលមួយដែលគេតែងតែនិយាយតគ្នាថាមានគ្រួសារមួយដែលទៅតែមករស់នៅជាមួយគ្នាដែលប្តីមានឈ្មោះថាសុបិននិងប្រពន្ធឈ្មោះថាដានីលោកបងថ្ងៃនេះលោកបងមិនចេញទៅនេសាទទេមែនទេគ្រួសារយើងលំបាកបែបនេះសម្រាប់បងជាប្តីមិនអាចសម្រាកបានទេតែហ៊ានសម្រាកមួយថ្ងៃដឹងតែដាច់អង្គច្រកឆ្នាំងហើយ
គ្រាន់តែថាយកមិញបងមិនសូវស្រួលខ្លួនទៅព្រឹកនេះបងក្រោករៀងយឺន ចាបងអញ្ចឹងអូនទៅរៀបចំបាយទឹកជូនបងហើយណា បានទៅរៀបចុះអូនបងរកទៅរៀបសម្ភារៈបងដែរសិន សុបិនក្មួយថ្ងៃនេះមិនចេញទៅនេសាទទេមែនទេ អូមីងបានខ្ញុំកំពុងតែរៀបចំទៅឲ្យមីងចុះពូប្តីមីងក៏ទៅដែរទេមីងថ្ងៃនេះបាន2នាក់ខ្ញុំព្រោះថ្ងៃនេះខ្ញុំចុះទឹកតែម្នាក់ឯងទេ អូពូរបស់ឯងគាត់ទៅបាត់ហើយក្មួយ បានចុះមីងចេញទៅណាដែរបានជាមកដល់ផ្ទះខ្ញុំទាំងព្រឹកបែបនេះមានការអីខ្ញុំជួយមែនទេមីង មិញថាទៅរកទិញអំបិលបន្តិចនឹងណាព្រោះថាយកទុកប្រឡាក់ត្រីអញ្ចឹងមិញទៅសិនហើយណា បានមីងអញ្ចឹងចុះមីង តាជាអ្នកណាគេអបាញ់មិញនឹងបង អូគឺមីងសុកនឹងណាអូនគាត់ទៅទិញអំបិលហើយក៏ឆ្លៀតចូលមកលេងយើងអញ្ចឹងបងទៅសិនហើយណាអូចុះឯណាក៏ចប់បាយបងហ៎ ចាបងនេះបាយអូនបានរៀបចំរួចហើយណាបង បានអរគុណអូននៅផ្ទះមើលដាក់ចំណីមន់ទាផងណាបងទុកកន្ទក់នឹងដើមចេកហាន់រួចហើយនៅក្រោយជង្រុកស្រូវ លុះយប់ឡើងដាននេះនៅតែមិនឃើញសុបិនដែលជាប្តីត្រឡប់មកផ្ទះវិញសោះឡើយក៏កាត់ក្តីម៉ោងសៅពេលព្រឹកឡើងក៏បានធ្វើដំណើរទៅសួរមិញសុកដាននេះក្មួយមកផ្ទះរបស់មិញទាំងព្រឹកដូចនេះមានការអ្វីដែរមែនទេចាំមិញគឺមានណាមិញរឿងអ្វីទៅក្មួយប្រាប់មិញមកណាបើសិនជាមិញអាចជួយបានមិញនឹងជួយគឺបងសុបិននឹងណាមិញមិនឃើញគាត់ត្រឡប់មកផ្ទះសោះបាត់គាត់មកយប់ហើយណាមិញចោះគេទៅណាក្មួយបានជាមិនមកផ្ទះអញ្ចឹងខ្ញុំក៏មិនដឹងដែរនឹងណាមិញឬក៏ក្មួយសុបិនគេទៅចោលក្មួយទៅដឹងមិនអញ្ចឹងទេមិញព្រោះថាគាត់ស្រឡាញ់ខ្ញុំណាស់គាត់ពិតជាមិនអាចទៅចោលខ្ញុំទេនៅខាងលិចភូមិយើងនេះមានសច្ចាម្នាក់ដែលបានតាំងសំណាក់ធននៅទីនោះប្រហែលជាលោកអាចមានវិធីជួយក្មួយបានណាដាននេះក៏បានធ្វើដំណើរទៅជួបលោកតាសច្ចាំងនោះភ្លាម មានការអីដែរចៅស្រីបានជាទៅហេបទៅហប់មករកតាដូច្នេះ កណាលោកតាចៅចង់ឲ្យលោកតាជួយចៅព្រោះប្តីរបស់ចៅគាត់បានទៅនេសាទនៅឯទន្លេតែជប់មិញមិនបានឃើញគាត់ត្រឡប់មកផ្ទះវិញសោះ ចៅប្រុសមានគ្រោះធំណាស់គេត្រូវបានបិសាចនាគដែលនៅទន្លេចាប់យកទៅបាត់ហើយ តែគាត់ត្រូវបាននាគស៊ីបាត់ហើយមែនទេលោកតា នាគនោះគេមិនស៊ីចៅប្រុសទេព្រោះថានាគនោះជានាគញីគេបានចាប់ចិត្តប្រតិបត្តិប្តីរបស់ចៅបានជាគេចាប់យកទៅធ្វើជាប្តីគេនៅឯឋាននោះតែម្ដងទៅ តាមានវិធីអ្វីអាចយកប្តីខ្ញុំកណាមកវិញបានទេលោកតា មិនអីទេចៅចាំតាជួយចោះទៅពន្យល់បិសាចនាគនោះដើម្បីឲ្យគេដោះលែងប្តីរបស់ចៅមកវិញណាព្រោះតែប្តីចៅជាមនុស្សលោកចំណែកគេជាបិសាចទោះយ៉ាងណាក៏មិនអាចរួមរស់ជាមួយគ្នាបានដែរ លេងយើងទៅនឹងនេះយើងចង់ទៅជួបប្រពន្ធយើងវិញយើងនឹកប្រពន្ធយើងណាស់ មិនបានលុះត្រាតែឯងយល់ព្រមស្រឡាញ់យើងបានយើងព្រមដោះលែងឯង យើងមានប្រពន្ធរួចទៅហើយណាមួយអ្នកជាសត្វនាគចំណែកខ្ញុំជាមនុស្សធ្វើមិនអាចរស់នៅជាមួយគ្នាកើតទៅ យើងមិនខ្វល់នោះទេសំខាន់អ្វីដែលយើងចង់បានហើយគឺត្រូវតែបាន បងសបិនតើបងមានលើកខ្ញុំហៅបងទេបងឆាប់ចេញមកណា តែនាងមានឮទេនេះជាសម្លេងប្រពន្ធរបស់យើងដែលបាត់យើងពីផ្ទះដោយសារតែនាងចាប់យើងមកនេះបានជាគេស្រែកហៅយើងអញ្ចឹងសូមនាងដោះលែងយើងទៅដើម្បីឲ្យយើងបានទៅជួបមុខប្រពន្ធយើងវិញ មិនបានទេ
ទោះបីជានាងស្រែកហៅឲ្យបាច់ទន្លេនេះទៀតក៏យើងមិនដោះលែងឯងដែរទុកឲ្យយើងឡើងទៅជួបគេដោយខ្លួនឯងទៅចុះ អត់ទេកុំធ្វើបាបប្រពន្ធយើងអីកុំធ្វើបាបនាងអី លោកតាខ្ញុំស្រែកហៅគាត់ហើយមិនក៏នៅតែមិនឃើញគាត់សោះអញ្ចឹងលោកតា ចាំតិចសិនណាចៅបន្តិចទៀតបិសាចនេះនោះគេនឹងមកហើយ អ្នកទាំងពីរជាណាមិនក៏មកស្រែកលោឡាលើទឹកដីរបស់យើងនេះវាពិតជារំខានខ្លាំងណាស់តើដឹងទេ យើងស្រែកលោឡារំខានអ្នកចោះត្រង់អ្នកចាប់ប្តីគេទៅនោះមិនមែនជាការរំខានដល់ប្រពន្ធគេទេមែនទេ យើងមិនខ្វល់ថាជារបស់អ្នកណាទេរបស់ដែលយើងចង់បានហើយគឺត្រូវតែបាន សុំនាងនេះដោះលែងប្តីរបស់ខ្ញុំទៅណាដើម្បីឲ្យយើងបានជួបជុំគ្នាវិញ អ្នកគឺជាអ្នកតាំងសិលពីបិសាចរហូតខ្លាយជាទេវតាចំណែកគេជាមនុស្សលោកធម្មតាតើអាចរស់នៅជាមួយគ្នាបានដែរមែនទេយុទ្ធសិលនាងជួយគេឲ្យរស់នៅក្នុងទឹកបានប្រមាណថ្ងៃទៅនាងមិនខ្លាចខុសច្បាប់ទេវតាទេអី យើងមិនខ្វល់ថាខុសច្បាប់ឬក៏មិនខុសនោះទេសំខាន់គឺយើងចង់បានគេមកធ្វើជាប្តីរបស់យើង ឈប់ទៅណានាងឈប់សាងបាបកម្មជាមួយមនុស្សលោកទៀតទៅខំសាងអំពើល្អធ្វើបុណ្យវិញទៅក្រែងបានរក្សាសុខបានខ្លះព្រោះទង្វើនាងរាល់ថ្ងៃនេះគឺរក្សាតែទុកនោះទេ លោកតាមិនបាច់បោកបដៅយើងទេឆាប់នាំចៅស្រីរបស់លោកតាចេញទៅវិញទៅប្រយ័ត្នយើងសម្លាប់ទាំងពីរ ធ្វើយ៉ាងម៉េចទៅលោកតាបើគេមិនព្រមដោះលែងប្តីរបស់កណាមកវិញផងនោះ មានតែវិធីមួយប៉ុណ្ណោះដែលអាចយកសុបិនប្តីរបស់ចៅមកវិញបានតែមិនដឹងថាចៅហ៊ានលះបង់ធ្វើតាមតាឬក៏មិនហ៊ាននោះទេ វិធីអ្វីទៅលោកតាទោះបីជាត្រូវស្លាប់ក៏ដោយក៏ចៅសុខចិត្តដែរឲ្យតែអាចឲ្យប្តីរបស់ចៅត្រឡប់មករស់នៅលើកុកវិញបាននោះ គឺចៅត្រូវទៅយករឿងនេះទៅប្រាប់ដល់ព្រះម៉ែនាគនៅឯបាតសមុទ្រធំដើម្បីឲ្យព្រះម៉ែនាគមកជួយចៅតែដើម្បីទៅជួបគេបានតលតែចៅដកព្រលឹងទៅអាចចេញទៅដល់ឋាននាគនោះបាន មិនអីទៅលោកតាសូមលោកតាធ្វើពិធីចុះណា តែចៅត្រូវចាំថាវិធីដកព្រលឹងនេះមានពេលត្រឹមតែមួយធូបទេណាចៅបើចៅមកមិនទាន់ទេគឺច្បាស់ណាស់ថាចៅមិនអាចចូលទៅក្នុងខ្លួនប្រាណវិញបានទេហើយចៅពិតជាអាចស្លាប់ជាមិនខាន លោកតាសិចាំងក៏បានដកព្រលឹងរបស់ដានីទៅពេលដែលព្រលឹងរបស់ដានីទៅដល់សមុទ្រធំក៏បានជួបព្រះម៉ែនាគហើយនិយាយអង្វរឲ្យជួយតែព្រះម៉ែនាគមិនជឿពាក្យសម្ដីរបស់នាងឡើយខ្ញុំមិនបានកុហកព្រះម៉ែនោះទេអ្វីដែលខ្ញុំនិយាយសុទ្ធតែជាពាក្យពិតទាំងអស់បានយើងនឹងទៅមើលតែបើសិនជារឿងនេះនាងហ៊ានកុហកយើងនឹងបញ្ជាទឹកសមុទ្រឲ្យលិចភូមិស្រុករបស់នាងហើយប៉ុន្តែជាអកុសលដានីក៏បានស្លាប់បាត់ទៅព្រោះធុកបានរលត់មុនពេលព្រលឹងរបស់នាងមកដល់រូបកាយខ្ញុំម្ចាស់សូមគោរពព្រះម៉ែនេះតើត្រង់មកទន្លេរបស់ទូលបង្គំមានរឿងអ្វីដែរមែនទេយើងបានឮថាឯងចាប់ប្តីរបស់គេយកមកទុកមែនទេតើព្រះម៉ែដឹងរឿងនេះមកពីណាមកគឺប្រពន្ធរបស់គេបានទៅប្រាប់យើងនៅឯសមុទ្រធំទើបយើងដឹងរឿងនេះត្រូវហើយគឺទូលបង្គំបានចាប់គេមកដើម្បីយកមកធ្វើជាប្តីតើត្រង់ចំណែនមែនទេដែលត្រង់គ្មានប្តីរាប់ពាន់ឆ្នាំហើយនោះឆាប់ដោះលែងគេទៅនាងនេះព្រោះបរោះនោះជាមនុស្សហើយយើងជានេះធ្វើមិននឹងអាចស្រឡាញ់គ្នាបានទៅយើងមិនខ្វល់នោះទេឲ្យតែយើងបានសប្បាយចិត្តយើងមិនខ្វល់អ្វីទាំងអស់បើនេះមិនព្រមទេយើងនឹងឃុំឯងទុកក្នុងទន្លេនេះ1000ឆ្នាំដោយមិនអាចឲ្យនាងទៅណាបានជាដាច់ខាត
កុំអីព្រះម៉ែទូលបង្គំដឹងខ្លួនខុសហើយព្រះម៉ែក៏បានដោះលែងសុបិនឲ្យមកនៅលើគោកវិញហើយគេក៏បានដើរទៅរកដានីតែជាអកុសលដានីបានស្លាប់បាត់ទៅហើយ ដានីអូនមិនក៏អូនទៅចោលបងបែបនេះ កុំយំអីចៅប្រុសចាំតាប្រុសឲ្យចៅស្រីមានជីវិតវិញចុះព្រោះថានិស័យរបស់នាងមិនទាន់អស់នៅឡើយទេ ចាប់ពីពេលនោះមកពួកគេទាំងពីរបានរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គលហើយសុបិនក៏បានឈប់នេសាទចាប់តាំងពីពេលនោះមក ហើយពួកឯងក៏ដូចគ្នាដែរចង់ប្តឹងអីប្តឹងទៅយើងមិនខ្លាចទេខ្ញុំមិនចង់ប្តឹងទេតែខ្ញុំចង់ឲ្យលបងដកលបងចេញពីដីខ្ញុំ ចាំពេលបញ្ចប់ខ្ញុំនឹងឲ្យគេរុះរើរបងចេញឲ្យអ្នកយកដីរបស់អ្នកវិញចុះហើយចំពោះរឿងដែលប្តីខ្ញុំឲ្យគេដាក់អំពើលើប្តីអ្នកខ្ញុំសូមទោសផងខ្ញុំទើបតែដឹងរឿងនេះទេអ្នក តើធ្វើយ៉ាងម៉េចទៅរួចផុតពីទុកនេះ ញោមហើយញោមបើចង់រួចផុតពីទុក្ខនេះគឺទាល់តែម្ចាស់កម្មពៀអហោសិកម្មឲ្យ រឿងវិញ្ញាណកម្មតាមស្នងនៅផ្ទះគ្រួសារមួយដែលមានជីវភាពធូរធារដោយពូផនជាប្តីមានការងារជាអ្នករកស៊ីកាប់គោលក់ហើយគាត់ក៏មានផ្ទះនៅជិតនឹងផ្ទះពូណែមផងដែរខ្ញុំគិតតែចង់ពង្រីកកន្លែងកាប់គោឲ្យធំជាងនេះបន្តិចហើយជួលកម្មករមកធ្វើ ខ្ញុំថាកុំអីពុកវាណាមួយយើងក៏អាយុចាស់ចាស់ណាស់ហើយដែរពុកវាឯងក៏ធ្វើមុខរបរនេះជាយូរមកហើយសម្រាប់ជីវិតសិនក៏ច្រើនណាស់ហើយដែរយើងគួរតែឈប់ធ្វើហើយចូលវត្តវារកធររអាខ្លះទៅ ចូលវត្តស្អីខ្ញុំចង់ទៅទេបើម៉ែវាឯងចង់ទៅក៏ទៅមុនខ្ញុំទៅខ្ញុំមិនសូវជាត្រូវគ្នានឹងប្រសង់ទេ ដូចម៉ែនិយាយត្រូវណាស់ពុកគួរតែឈប់មុខរបរនេះទៅព្រោះវាបាបខ្លាំងណាស់ពុកណាមួយទ្រព្យសម្បត្តិយើងក៏ល្មមគួរសមដែរយើងគួរតែរត់ទិញដីស្រែ 4-5 កន្លែងហើយធ្វើស្រែឬក៏ជួលឲ្យគេក៏បានដែរណាពុក ហើយយ៉ាងម៉េចទាំងម៉ែទាំងកូនបានជាមកនិយាយបែបនេះគ្រួសារយើងរកស៊ីមុខរបរកាប់គោបន្តមកច្រើនចំនួនណាស់ទៅហើយមិនដែលមានរឿងស្អីផងហ្នឹងគឺមានតែមានទៅរឿងបាបបុណ្យនោះខ្ញុំជឿទេសំខាន់គឺមានប្រាក់ឲ្យតែមានប្រាក់គឺឈ្នះហើយបានហើយខ្ញុំឈប់និយាយហើយទោះនិយាយកុំចូលគ្នាដែរខ្ញុំរកតែផ្ទះលបងមេភូមិបន្តិចសិន ហើយម៉ែអស់អីនិយាយហើយខំនិយាយដាស់តឿនពុកឯងរឿយតែដូចជាគ្មានបានផលសោះមិនអីទេម៉ែពុកឯងនឹងថ្មីពេកគាត់មិនអាចសម្រេចបានក្រែងបន្តិចទៀតគាត់គិតយល់ច្បាស់ម៉ែសង្ឃឹមថាបែបនឹងចុះណែកូនថ្ងៃនេះធ្វើម្ហូបអីញ៉ាំបាយខ្ញុំស្លាប់ប្រហាស្លឹកបាសណាម៉ែហើយម៉ែអត់អញ្ជើញតាណាទេម៉ែថ្ងៃនេះម៉ែអត់បានតាណាទេកូននឹងហើយកូនទៅរកបេះបន្លែបន្លុកទុកស្លោចុះណាកូនចាម៉ែ សុភ័យក៏បានដើរចេញទៅរកបេះបន្លែយកមកស្លនៅផ្ទះពូណែមពងកូនគិតថាស្រូវយើងឆ្នាំនេះបានផលគួរសមប៉ុន្តែតម្លៃស្រូវហាក់បីដូចជាមិនសមសោះបើគិតពីថ្លៃចំណាយក៏អស់ច្រើនណាស់ធ្វើមិនទេកូនអើយមានតែទ្រាំទៅកូនបើមិនធ្វើស្រូវមិនដឹងជាធ្វើអីទេបើយើងនៅស្រែទៅហើយនោះមានតែទ្រាំតស៊ូប្រឹងប្រែងទៅមុខទៀតតែប៉ុណ្ណោះណាកូនបាទពងចុះម៉ែមិនទាន់មកពីផ្សារវិញទៀតឯពងតែយូរដែរហើយហ្នឹងណាទេពុកក៏មិនដឹងដែរមិនដឹងជាម៉ែឯងទៅតាំងពីថ្មើណាទេម៉ែក៏ទៅតាំងពីព្រឹកម្លេះពងឥឡូវចិត្តថ្ងៃទៅហើយមិនទាន់ឃើញមកវិញទៀតប្រហែលជាចិត្តមកវិញហើយកូនអើយចូលដាំបាយដាំអីទុកឲ្យម៉ែឯងមុនទៅបាទពង
នៅផ្ទះលោកមេភូមិហើយលបងផនមកផ្ទះខ្ញុំនេះមានការអីដែរលបងអូគឺខ្ញុំមកនេះចង់និយាយពីរឿងខ្ញុំចង់ពង្រីកមុខរបរបន្ថែមឲ្យកាន់តែធំដូចជាកាលពីមុនខ្ញុំកាប់គោមួយក្បាលតែឥឡូវនេះចង់កាប់3ទៅ4ក្បាលក្នុងមួយថ្ងៃអញ្ចឹងតើគិតបន្ថែមពន្ធយ៉ាងម៉េចដែរណែរឿងនេះវាអញ្ចេះណាលបងបើគោមួយក្បាលខាងសត្វតាឃានគេយក 10,000 រៀលតែបើលបងថាចង់កាប់ច្រើនចាំខ្ញុំទៅសុំគេឲ្យសម្រួលខ្លះបាទបើបានអញ្ចឹងខ្ញុំអរគុណណាស់តែដីខ្ញុំខាងក្រោយហ្នឹងវារៀងតូចបន្តិចខ្ញុំគិតតែចង់ពង្រីកដីបន្ថែមតែចាំមើលខ្ញុំទៅសុំទិញលបងណែមសាកមើលក្រែងលោគាត់លក់ខ្លះឲ្យខ្ញុំបើថាទិញបានទៅយើងបានដីកាន់តែធំណាហ្នឹងហើយសុំទិញគាត់សាកមើលទៅហើយបើថាបានចាំខ្ញុំរៀបចំធ្វើឯកសារឲ្យបាទលបងបើអញ្ចឹងខ្ញុំលាលបងទៅវិញសិនហើយណាព្រោះប្រញាប់ទៅរកទិញគោយកមកទុកស្អែកនិយាយចប់ហើយពូផនក៏ដើរចេញទៅនៅឯវាលស្រែនៃស្នេហ៍និងសុភ័យបានអង្គុយនិយាយគ្នាលេងបងស្រីមិនមួយរយៈនេះមិនសូវឃើញបងនៅផ្ទះអូគឺបងរវល់ទៅនៅស្រែមិនសូវបាននៅផ្ទះទេអូនបងសុំសួរមួយមើលពួកយើងស្រឡាញ់គ្នាយូរហើយតើឪពុកម្ដាយអូនមានដឹងដែរទេចាបងគឺពុកម៉ែអូនមិនទាន់ដឹងទេហើយអូនក៏មិនបាននិយាយប្រាប់គាត់ដែរតែបងខ្លាចឪពុករបស់អូនដឹងហើយគាត់ស្ដីថាឲ្យបងព្រោះអីបងជាអ្នកក្រីក្រហើយគ្រួសារអូនជាអ្នកមានបើបងនិយាយចុះអូនមិនគិតពីរឿងមានក្រទេអូនមិនគិតតែឪពុកម្ដាយអូនគិតណាហើយកុំនិយាយនាំតែខ្វល់ខ្វាយចិត្តអីបងអានេះអូនគិតថាលាបងទៅវិញសិនហើយហ្នឹងហើយបងក៏គិតថារកទៅផ្ទះវិញដែរតោះយើងទៅជុំគ្នាទៅពួកគេទាំងពីរនាក់ក៏បានដើរទៅផ្ទះទៅពូផនកំពុងតែដើរទៅផ្ទះពូណែមលបងណែមអើយហើយអត់មានតាណាតណីអីទេអីលបងអូលបងផនទេអីមកអញ្ជើញអង្គុយលេងសិនមកលបងបាទលបងហើយលបងមកផ្ទះខ្ញុំនេះតើមានការអីដែរលបងអូណែគឺថាខ្ញុំមកនេះគិតចង់សុំទិញដីលបងដែលនៅជាប់នឹងក្រោយផ្ទះខ្ញុំបាន20ម៉ែត្រដីនឹងក្រោយផ្ទះហ្នឹងមានតែបន្តិចទេខ្ញុំទុកគ្រាន់ដាំបន្លែបង្ការហូបមិនគិតតែចង់លក់អីទេលបងអើយខ្ញុំថាមកសុំទិញលបងបន្ថែមព្រោះអីថាចង់ធ្វើរោងគោបន្ថែមតែដីខ្ញុំនោះវាតូចពេកហើយមានរឿងអីពុកវីពុកវីលឺនិយាយរអ៊ូតែពីរអ្នកបងផនហ្នឹងណាអូគឺលបងផនគាត់មកសុំទិញដីយើងដែលនឹងក្រោយដើម្បីភ្ជាប់នឹងដីគាត់មែនហើយអ្នកមិនមកកាត់លក់ចែកឲ្យខ្ញុំខ្លះមកអីឲ្យលក់យ៉ាងណាទៅលោកបងបើដីខ្ញុំតូចតែមួយហ្នឹងបើលក់ឲ្យលោកបង20ម៉ែត្រមានតែដល់ជើងផ្ទះហើយលោកបងខ្ញុំអត់លក់ទេលោកបងបើអញ្ចឹងអីទេខ្ញុំសុំលាទៅវិញហើយនិយាយចប់ហើយពូផនក៏ងើបដើរចេញទៅមិនដឹងជាគាត់គិតស្អីរស់នៅចិត្តគ្នាតាំងពីយូរយារណាស់មកហើយមកសុំទិញដីតែខ្ញុំឮគេថាឥឡូវគាត់រកស៊ីកាក់កបណាស់តើទៅគាត់ចង់បើករបរបន្ថែមគឺកាប់គោតាំងពីយូរហើយយើងនៅចិនក៏ស្ដាប់ឮសំឡេងគោស្រែកច្រើនណាស់ហើយដែរតែមិនដឹងធ្វើម៉េចមិនដឹងជាពេលណាទៅគាត់ឈប់ព្រោះតែគាត់សាងបាបច្រើនណាស់ហើយមិនដឹងធ្វើម៉េចទេរឿងនោះអ្នកណាសាងអ្នកនោះទទួលហើយកុំតែគិតចំនួនគេអីបើខ្លួនគេមិនទាំងខ្វល់ផងហ្នឹងឈើធ្វើឯងរឹកលយយើងទៅសុំទិញដីស្រួលបួលធ្វើឯងមិនលក់ធ្វើដូចខ្លួនឯងមានណាស់អញ្ចឹងស្រាអញ្ជើញមិនចង់ផឹកទេបែបចង់ផឹកស្រាពីនៃឲ្យមើលទៅពេលនោះសុភ័យនិងនាយស្នេហ៍ក៏បានដើរមកដល់ផ្ទះហើយពូផនក៏ឈរនៅមុខផ្ទះសុភ័យហើយកូនមកពីណាចាស់ពុកកូនដើរលេងក៏ជួបបងស្នេហ៍ហើយក៏ដើរមកជុំគ្នាបានមែនហើយលោកពូបានហើយឯងឈប់និយាយទៅសុភ័យ
កូនដើរបែបនេះតែពីរនាក់គេមើលមកវាមិនសមទេហើយឯងក៏អញ្ចឹងដែរលើកក្រោយកុំមកបដើកូនយើងទៀតឯងទៅផ្ទះចុះបាទពូកូនកុំទៅតាក់ទងនឹងគ្រួសារនោះទៀតណាឮហើយនៅព្រោះពុកមិនចូលចិត្តគ្រួសារនឹងទេ ហេតុអីទៅពុកគ្រួសារគាត់សុទ្ធតែមនុស្សល្អហេតុអីបានជាពុកមិនចូលចិត្តគាត់ហើយកូនក៏ស្រឡាញ់បងស្នេហ៍យូរហើយតែកូនមិនទាន់បានជម្រាបលោកពុកយើសម្បើមដៃណាស់អន្តើស្អីសុទ្ធតែតាក់ទងគ្នាយូរណាស់ហើយឥឡូវនេះហ៊ានលងក្បាលយើងដែលជាឪទៀតមែនទេរឿងគូសកលចាំយើងជាអ្នករៀបចំឲ្យស្នេហ៍បានអើតមើលឃើញនិងឮគ្រប់ពាក្យរបស់ពូផននិយាយអោស្នេហាខ្ញុំហើយប្រហែលជាដល់ពេលបញ្ចប់ហើយមើលទៅព្រោះខ្ញុំជាអ្នកក្រទើបឪពុកគេមិនឲ្យតាក់ទងណាស់ហើយមានតែតាមយថាកម្មទៅចោះហេតុអីបានជាពុករើអាងវណ្ណៈបែបនេះកូនរស់នៅស្គាល់គ្នាតាំងពីតូចហើយនឹងធំដឹងក្តីជាមួយគ្នាហើយកូនក៏យល់ពីគ្នាច្រើនហេតុអីពុកគិតតែពីរឿងទ្រព្យសម្បត្តិបែបនេះហ៊ានតម្លើងសម្លេងដាក់យើងផងអីតិចអត់មិនបានឥឡូវហើយឥឡូវនេះចាប់ផ្ដើមធំខ្លួនធំចិត្តហើយមែនទេតលតែបដៅខ្លះហើយបានវាស្ងាត់ណែហើយពុកវាឯងចង់ធ្វើអីកូនមើលលែងកូនភ្លាមណែមិនបានជាឯងចាប់កូនចឹងហ៎លើកដៃវាយគេទៅរួចនេះមកពីយើងបដៅវាមិនស្ដាប់វាហ៊ានតម្លើងសម្លេងដាក់ខ្ញុំហើយឯងបដៅអីកូនណាបានជាចាំបាច់ប្រើដៃប្រើជើងគឺខ្ញុំប្រាប់ថាឲ្យឈប់តាក់ទងនឹងអាស្នាយព្រោះខ្ញុំមិនចូលចិត្តគ្រួសារនោះទេបានហើយឯងចូលផ្ទះវិញទៅចាំខ្ញុំនិយាយណែនាំកូនកុំប្រើហិង្សាបែបនេះកុំឲ្យយើងដឹងថាឯងនៅតាក់ទងជាមួយនឹងគ្រួសារនោះទៀតណាមិនអញ្ចឹងទេឯងនឹងយើងនឹងដឹងគ្នាជាមិនខាននិយាយចំពូផនក៏ដើរចូលផ្ទះទាំងអារម្មណ៍ខឹងតោះកូនចូលក្នុងផ្ទះសិនទៅកូនចាម៉ែលុះពេលរំលងអស់ច្រើនថ្ងៃមកពូផនក៏បានមករកគ្រូប៉ែនជំរាបសួរលោកគ្រូបាទជំរាបសួរហើយលោកតកែមកផ្ទះខ្ញុំមានការអីដែរបាទលោកគ្រូគឺខ្ញុំមកនេះគឺចង់ឲ្យលោកគ្រូជួយបន្តិចនឹងណានិយាយមកមើលតើចង់ឲ្យខ្ញុំជួយរឿងអីគឺខ្ញុំចង់ឲ្យលោកគ្រូធ្វើអំពើដាក់មនុស្សម្នាក់តែកុំដល់ថ្នាក់ស្លាប់អីព្រោះខ្ញុំចង់ឲ្យវាឈឺរ៉ាំរ៉ៃហើយអស់លុយមើលជំងឺហើយព្រមលក់ដីមកឲ្យខ្ញុំបើគ្រាន់តែរឿងធ្វើអំពើធ្វើស្នេហ៍អីហ្នឹងកុំបារម្ភចង់ធ្វើឲ្យស្លាប់ក៏បានដែរតែលោកថកែចង់បានបែបនោះខ្ញុំធ្វើជូនបានតែលោកថកែត្រូវតែដាក់ទនិបផងដែរណាចំពោះទនិបលោកគ្រូកុំបារម្ភឥឡូវនេះខ្ញុំសូមជូនលោកគ្រូ40,000រៀលសិនចាំបានសម្រេចខ្ញុំជូនលោកគ្រូបន្ថែមទៀតបើអញ្ចឹងអត់អីទេលោកថកែយករបស់នេះទៅហើយយកទៅបោះគៀនផ្ទះគេទៅគឺជាការស្រេចបាទអរគុណលោកគ្រូណាស់អញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយចប់ភារកិច្ចហើយពូផនក៏ងើបដើរចេញទៅនៅក្រោយផ្ទះមីងភួងបានសួរកូនស្រីសុភ័យកូនហើយកូនគិតយ៉ាងម៉េចបើពុកកូនគាត់ហាមបែបនេះទៅហើយនោះចំពោះម៉ែមិនហាមទេតែកូនមើលឲ្យយូរបន្តិចទៅក្រែងពុកកូនគាត់យល់ច្បាស់អ្នកភួងអើយអ្នកភួងនៅផ្ទះទេអ្នកចាអ្នកខ្ញុំទៅហើយអ្នកហើយអ្នកមានកាយមែនទេអ្នកអ្នកមានសាច់គោទេអ្នកចែកឲ្យខ្ញុំ1គីឡូមកព្រោះអីព្រឹកមិញខ្ញុំអត់បានទៅផ្សារទេចាអ្នកចាំខ្ញុំមើលសិនណាមីងភួងក៏បានដើរចូលទៅមើលសាច់គោនេះអ្នកគឺនៅសល់ប៉ុណ្ណេះហើយអ្នកគិតថ្លៃប្រហែលដែរមិនចាំបាច់ទេអ្នកខ្ញុំឲ្យអ្នកមិនបានគិតប្រាក់ទេមិនកាត់ទេអ្នកអើយគិតប្រាក់ទៅអ្នកមិនអីទេយកទៅអ្នកព្រោះថាយើងនៅផ្ទះចិត្តគ្នាសោះបើអញ្ចឹងខ្ញុំអរគុណហើយណាអ្នកខ្ញុំលាអ្នកទៅវិញហើយចាទៅចុះអ្នកហើយម៉ែបានសាច់គោនេះមកពីណា
គឺអ្នកភួងឲ្យម៉ែទៅទិញគាត់តែគាត់មិនយកប្រាក់ទេ ចុះពូផនអត់នៅផ្ទះទេដែលមីងភួងឲ្យសាច់គោម៉ែនេះព្រោះអីកាលពីថ្ងៃមិញខ្ញុំមកពីស្រែដើរជាមួយនឹងស្រីផៃគឺពូផនបានស្ដីថាឲ្យស្រីផៃថាកុំឲ្យតាក់ទងនឹងគ្រួសារយើងគាត់ថាគាត់មិនចូលចិត្តគ្រួសារយើងទេ ប្រហែលជាគាត់ខឹងរឿងដែលមកសុំទិញដីយើងហើយម៉ែមិនលក់ឲ្យហើយម៉ែមិនដឹងរឿងសោះបើម៉ែដឹងណាក៏ម៉ែមិនហ៊ានទៅយកសាច់គោពីអ្នកភួងឲ្យដែរ មីងភួងនិងស្រីផៃមិនអីទេម៉ែគឺពួកគាត់មិនស្អប់ឬក៏រើសអាងយើងដោយពូផនទេ ម៉ែយកសាច់គោទៅធ្វើម្ហូបសិនហើយក្រែងពុកឯងមកដល់គាត់ឃ្លាន មីងណាំងក៏ដើរចូលទៅចង្ក្រានបាយបាត់ទៅនៅផ្ទះមេភូមិហើយលបងផនមកផ្ទះខ្ញុំទាំងល្ងាចមានការអីដែរលបងខ្ញុំដើរកាន់ហើយក៏ឈៀងចូលលេងលបងបន្តិចហ្នឹងណាហើយក៏មានរឿងចង់ពឹងពាក់លបងមួយមានរឿងអីដែរលបងនិយាយមកគឺខ្ញុំចង់ឲ្យលបងធ្វើឯកសារយកដីលបងណែមចែកឲ្យខ្ញុំបាន20ម៉ែត្រព្រោះខ្ញុំសុំទិញគេមិនលក់ទេដូចជាមិនកើតទេលបងខ្ញុំជាមេភូមិធ្វើបែបហ្នឹងមិនសមទេបើធ្វើបែបហ្នឹងមិនកើតទេខ្ញុំប្រខិតបកគោលបន្តិចរួចខ្ញុំថាជាដីខ្ញុំបើគេប្តឹងលបងកាត់ឲ្យខ្ញុំមកចាំខ្ញុំជូនសគុណលបងណាណែតែថាអេដូចជាមិនសមតែដឹងអីលបងទៅជួយខ្ញុំទៅណាលបងអញ្ចឹងក៏បានដែរដោយពូដងគឺជាមនុស្សលោភលន់ចូលចិត្តស៊ីសំណោកសោកប៉ាន់ផងនោះគាត់ក៏ព្រមធ្វើទង្វើខុសនឹងច្បាប់យុត្តិធម៌ទាំងដែលគាត់ជាអ្នកដឹកនាំភូមិចំណែកឯពូផនវិញដោយសារតែចិត្តស្អប់ហើយចង់បានដីពូណែមពេលយប់ឡើងគាត់ក៏បានដើរលោបមកក្បែរផ្ទះពូណែមរួចក៏ដាក់របស់គ្រូប៉ែនឲ្យនឹងដីពូណែមរួចក៏ដើរត្រឡប់មកវិញរូបសូនដែលគ្រូប៉ែនឲ្យគឺជារូបគោបាហើយម្ចាស់គោក៏បានសូត្រប្រសិទ្ធិដាស់លុះយប់ជ្រៅបន្តិចពូណែមគាត់ឮសូរសំឡេងគោរោទាំងយប់គាត់ក៏ឆ្ងល់ហើយក៏ដើរចេញមកមើលហេចុះគោអ្នកណាមកពីណាមកស្រែករោទាំងយប់ហ្នឹងភ្លាមនោះគោបាសិលក៏បានរត់តម្រង់មកជល់ពូណែមដោយសារវាជាគោបាអាគមពេលវារត់មកដល់វាក៏រលាយបាត់សូន្យហើយពូណែមក៏បានត្រូវអំពើគេហើយបាត់គោនឹងតាណាទៅមិញឃើញវារត់មកជល់តើហើយណាស់ហើយឡើងទៅរកដេកវិញសិននៅយប់នេះសំឡេងឆ្កែក៏លូខ្លាំងបរិយាកាសគួរឲ្យខ្លាចលុះព្រឹកឡើងពូណែមងើបមកទាំងអាការៈអត់ស្រួលខ្លួនពងហើយពុកព្រឹកនេះកើតអីដែរបានជាមើលទៅមុខពុកដូចជាស្លេកដូចជាគ្មានព្រលឹងនៅក្នុងខ្លួនសោះពុកក៏មិនដឹងដែរស្រាប់តែងើបមកចាប់ផ្ដើមឈឺខ្លួនតែម្ដងហើយកូនឯងអត់ទៅស្រែទេអីកូនថាទៅតែមើលទៅពុកដូចជាអត់ស្រួលសោះកូនប្រហែលជាអត់បានទៅទេពុកអីទេលេបថ្នាំតែបន្តិចបាត់ហើយពុកឡើងទៅសម្រាកវិញទៅចាំកូនទៅប្រាប់ម៉ែនេះដាក់បកគោលត្រង់នេះឲ្យស្រេចចាំមើលពួកឯងឈ្នះយើងទៀតទេថាហើយថាកុំចង់មកលេងជាមួយយើងពេលមីងណាងត្រឡប់មកវិញឃើញពូណែមដេកដណ្ដប់ភួយទឹកមុខស្លេកស្លាំងដោយមីងណាងគាត់ក៏ជាកូនរបស់លោកគ្រូអាគមម្នាក់ដែលល្បីពីមុនផងនោះគាត់ក៏សម្គាល់ឃើញថាប្តីរបស់គាត់ដូចជាត្រូវរបស់គេហើយពុកវាឯងមានតប៉ះពាល់នឹងអ្នកណាឬអត់ឬក៏បានដើរជន់ពេសំណែនអីឬក៏អត់ខ្ញុំបានដើរទៅជន់ពេសំណែនឯណាទេតែកាលពីយប់មិញខ្ញុំឮសំឡេងគោនៅក្រោមផ្ទះខ្ញុំក៏ចេញទៅមើលស្រាប់តែឃើញគោមួយនៅមុខផ្ទះហើយវារត់មកជល់ខ្ញុំរួចហើយក៏រលាយបាត់ទៅចាប់បាត់ហើយឯងត្រូវអំពើគេបាត់ហើយមិនកើតទេត្រូវតែប្រញាប់នាំឯងទៅផ្ទះលោកឪហើយទុកយូរអត់កើតទេមីងណាងក៏ហៅកូនប្រុស
ឲ្យរៀបចំឲ្យដឹកពូណែមទៅផ្ទះតារបស់គេជាឱកាសល្អចំពោះមនុស្សឆ្លៀតឱកាសពូផនក៏បានធ្វើរបងចូលដីពូណែមអំឡុងពេលដែលគ្រួសារពូណែមមិននៅទោះប្រពន្ធកូនខំហាមយ៉ាងណាក៏គាត់មិនស្ដាប់គាត់កាន់តែត្រេកអរព្រោះគម្រោងការរបស់គាត់បានសម្រេចនៅផ្ទះតាសូពូណែមបានមកព្យាបាលជំងឺដោយតាសូបានប្រើថ្នាំនិងមុនដើម្បីដោះអំពើដែលគេដាក់លើពូណែមឲ្យត្រឡប់ទៅម្ចាស់គេវិញយ៉ាងម៉េចទៅហើយកូនបានធូរខ្លះទេពុកបានដោះរួចហើយអ្នកដែលធ្វើគឺចំណាស់តែមានអ្នកជួលឲ្យដាក់មកលើឯងដូច្នេះកូនត្រូវប្រយ័ត្នចំពោះមនុស្សក្បែរខ្លួនណាខ្ញុំបានធូរឲ្យពុកតែនៅមិនទាន់មានកម្លាំងពុកចង់សម្ដៅលើមែនហើយគឺអ្នកចិត្តខាងកូនចំពោះប្រពន្ធនិងកូនមិនអីទេពួកគេមានតែល្អធម្មតាតែបើប្តីក៏មានចិត្តចង់ឈ្នានីសពួកឯងចាពុកខ្ញុំនឹងប្រយ័ត្នហើយចុះពួកកូនអាចទៅផ្ទះបានពេលណាព្រឹកស្អែកនេះទៅបានហើយចាំពុកឲ្យរបស់ការពារទៅជាមួយណាចាស់ពុកនេះហើយជាអ្វីដែលយើងចង់បានឥឡូវនេះបានហើយតែប៉ុណ្ណេះจะមើលវាធ្វើអីយើងកើតអេមិនបានជាឯងធ្វើរបងចូលដីអ្នកនាងទៅវិញឯងកុំចេះនៅស្ងៀមទៅអ្វីដែលយើងចង់បានគឺត្រូវទៅបានចង់បានទាំងដែលមិនមែនជារបស់ខ្លួនឯងផងយកមកធ្វើជារបស់ខ្លួនឯងវាបាបធ្ងន់ណាស់វាខុសច្បាប់ទៀតធ្វើបែបនេះណាគេស្អប់ដល់តែខ្ញុំនិងកូនទៀតខ្ញុំទ្រាំនឹងទៅមើលពុកវាឯងលែងបានហើយទៅនៅឲ្យស្ងៀមទៅទុកឲ្យខ្ញុំជាអ្នកដោះស្រាយខ្ញុំនៅស្ងៀមមិនបានទេគឺខ្ញុំនឹងប្រាប់អ្នកនាងហើយប្តីខ្លួនឯងមិនកាន់ជើងបែរជាទៅកាន់ជើងអ្នកដទៃប្រាប់ទៅបើខ្លាំងណាស់จะមើលវាធ្វើអីយើងកើតលុះស្អែកឡើងគ្រួសារមីណាំងក៏មកដល់ផ្ទះវិញហើយក៏បានឃើញរបងក៏ចូលដើរទៅសួរពុកវាមិនបានជារបងចូលមកដីផ្ទះយើងបែបនេះខ្ញុំក៏មិនដឹងដែរឯងសាកចូលទៅសួរលបងផនលោមើថាហេតុអីក៏ធ្វើលបងចូលមកដីយើងអញ្ចឹងលបងផនអើយលបងនៅផ្ទះទេហើយមានការអីដែរបានជាមកផ្ទះខ្ញុំទាំងព្រឹកបែបនេះហើយចុះលបងមិនក៏ធ្វើលបងចូលដីខ្ញុំអញ្ចឹងលបងកាលពីមុនដូចជានៅខាងមុខនេះទេមិនក៏ថាចូលដីលបងទៅវិញខ្ញុំធ្វើទៅលើដីខ្ញុំតើអ្នកអើយខ្ញុំសុំទោសផងណាអ្នកខ្ញុំប្រាប់គាត់ហើយតែគាត់មិនស្ដាប់សោះពួកអ្នកធ្វើតាមផ្លូវច្បាប់ចុះអូមិនជួយប្តីបែរជាឲ្យអ្នកដទៃប្តឹងចាប់ប្តីដាក់គុកបើមិនចង់ចេះដឹងរឿងខ្ញុំទេឆាប់ចេញពីមុខខ្ញុំទៅហើយពួកឯងក៏ដូចគ្នាដែរចង់ប្តឹងអីប្តឹងទៅយើងមិនខ្លាចទេខ្ញុំមិនចង់ប្តឹងទេតែខ្ញុំចង់ឲ្យលបងដកលបងចេញពីដីខ្ញុំមិនដកតែចង់ធ្វើអីខ្ញុំបើចង់ប្តឹងក៏ប្តឹងទៅយើងមិនខ្លាចទេតោះម៉ែវាយើងទៅវិញហើយទៅជម្រាបលោកមេភូមិគិតតែឈ្នះយើងមែនទេលោកមេភូមិក៏ជាគ្នារបស់យើងដែរពូណែមក៏បានទៅផ្ទះមេភូមិហើយប្រាប់មេភូមិពីរឿងសពគ្រប់រួចហើយក៏ត្រឡប់មកផ្ទះវិញលុះដល់ពេលល្ងាចមេភូមិក៏បានមកដល់កន្លែងដែលមានជម្លោះហើយត្រង់ណាខុសគ្នាអីទៅណាគឺត្រង់នេះលោកមេភូមិគឺលបងផនបានធ្វើលបងចូលក្នុងដីខ្ញុំតើពិតមែនទេលបងហើយដីលបងឯងត្រឹមណាបាទលោកមេភូមិដីខ្ញុំគឺត្រង់នេះខ្ញុំធ្វើលបងនៅត្រង់នេះធ្វើទៅលើដីខ្ញុំតើខ្ញុំមិនបានធ្វើនៅលើដីគាត់ទេខ្ញុំមានប្លង់ត្រឹមត្រូវណាចោះលបងណែមមានប្លង់ទេប្លង់គឺខ្ញុំបានយកទៅដាក់នៅអង្គការឯនោះបាត់ទៅហើយបើដូច្នេះគឺខ្ញុំសម្រេចថាឲ្យលបងផនហើយព្រោះគាត់មានឯកសារគ្រប់គ្រាន់មិនបានជាលំអៀងម្លេះលោកមេភូមិ
ឬក៏លោកជាបាក់ពួកតែមួយទេដែលចង់ធ្វើបាបអ្នកក្រដូចជាខ្ញុំនោះខ្ញុំសូមដាក់បណ្ដាសាឲ្យពួកឯងរិចទូលកម្មដែលបានសាងទៅចុះចាប់ពីពេលនោះមកគ្រួសារពូផននិងគ្រួសារពូណែមក៏រស់នៅលេងតាក់ទងគ្នាលើកលែងតែមីងភួងនិងសុផៃដែលចង់នៅរាប់អានគ្រួសារមីងណាងតែដោយសារភាពអាត្មានិយមរបស់ពូផនទើបធ្វើឲ្យគាត់រអៀសខ្លួនថ្ងៃនេះសុផៃជិះម៉ូតូមកជួបនឹងនាយស្នាយដែលកំពុងតែអង្គុយមើលគោនាងក៏ឈប់ម៉ូតូហើយសួរលេងបងស្នាយអង្គុយធ្វើអីនឹងបង អូគឺបងអង្គុយមើលគោឲ្យស៊ីស្មៅហើយអូនមកពីណាដែរ ចាបងគឺអូនមកពីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ អញ្ចឹងហ៎មិនអីទេអូនទៅវិញចុះបងមិនចង់ឲ្យឪពុកអូនស្ដីថាឲ្យបងទៀតទេហើយរឹតតែមិនចង់ឮឈ្មោះពុកអូនទៀតផង នេះបងស្អប់អូនដែរមែនទេទាំងដែលរឿងអូនក៏មិនចង់ឲ្យកើតឡើងដែរតែអូនធ្វើយ៉ាងម៉េចទៅ អូនធ្វើមិនអញ្ចឹងហ៎អូននិយាយតែប៉ុណ្ណឹងគិតថាវាអស់ហើយមែនទេអូនគិតទៅមើលដៃឪពុកម្ដាយបងមានតែបន្តិចបន្តួចក៏ត្រូវឪពុកអូនយកទៀតហើយមួយវិញទៀតគឺឪពុកអូនបានឲ្យគ្រូមន្តអាគមដាក់អំពើមកលើឪពុកបងទៀតបើសិនជាអូនតើអូនឈឺចិត្តប៉ុណ្ណា បងថាម៉េចពុកអូនឲ្យគេធ្វើអំពើដាក់ពូណែមអញ្ចឹងដែលបងបាត់ពីផ្ទះហ្នឹងគឺបងទៅមើលថែពុកបងមែនទេ មែនហើយដោយសារតែអត់មានអ្នកនៅផ្ទះទើបឪពុកអូនធ្វើរបងយកដីបងចុះមិនក៏អូនមិនថាឲ្យគាត់ផង អូននឹងម៉ែថាហើយតែគាត់មិនស្ដាប់តើបងចង់ឲ្យអូនធ្វើយ៉ាងម៉េច បានហើយអូនឆាប់ចេញពីមុខបងទៅលើកក្រោយបើជួបបងមិនចាំបាច់ហៅបងទេព្រោះបងឆ្អែតឆ្អន់នឹងការប្រមាថមើលងាយរបស់ឪពុកអូនឆ្អែតហើយចេញទៅបងមិនចង់ឃើញមុខអូនទៀតទេសុផៃក៏យំហើយឡើងជិះម៉ូតូចេញទៅទាំងអារម្មណ៍សោកសៅនិងសោកស្ដាយនៅទង្វើរបស់ឪពុករបស់នាងបានធ្វើនៅក្នុងផ្ទះមីងភួង ពុកវាខ្ញុំសូមវល់ឯងណាឈប់សាងបាបកម្មទៀតទៅឲ្យដីទៅអ្នកណាងវិញទៅណាពុកវា មិនបានទេរបស់ទម្រាំតែបានខ្ញុំមិនមែនស្រួលទេណាឲ្យវិញយ៉ាងម៉េច តែនេះឯងបានដោយការលួចគេណា ខ្ញុំមិនខ្វល់ទេសំខាន់គឺខ្ញុំបាន ម៉ែគឺពុកបានឲ្យគ្រូធ្វើអំពើដាក់ពូណែមរួចហើយគាត់ក៏ឆ្លៀតឱកាសយកដីពូណែមទាំងដែលម្ចាស់គេមិននៅពិតមែនហើយពុកវាឯងធ្វើឲ្យខ្ញុំលែងអាណិតនិងមិនចង់នៅជាមួយឯងទៀតទេ បានហើយឯងទាំងពីរអ្នកកូននឹងចង់ទៅណាក៏ទៅខ្ញុំទៅផ្ទះលបងមេភូមិហើយពូផនក៏ងើបដើរចេញទៅភ្លាមនោះមេឃក៏ចាប់ផ្ដើមភ្លៀងពូផនកំពុងតែដើរនៅតាមផ្លូវក៏មានផ្លេកបន្ទោលកូរលាន់យ៉ាងខ្លាំងរួចក៏មានរន្ទះបាញ់មួយគ្រាប់បាញ់ចំពូផនធ្វើឲ្យគាត់ដួលស្លាប់ភ្លាមក្រឡេកមកមើលពូដងឯនេះវិញហេតុតែកម្មតាមស្នងមេឃកំពុងតែភ្លៀងគាត់ក៏ដើររអិលបោកក្បាលទៅនឹងថ្មស្លាប់បាត់ទៅនៅពេលល្ងាចពេលបាត់ឪពុកមិនឃើញមកផ្ទះសុផៃក៏នាំម្ដាយតាមរងហើយក៏ឃើញពូផនដេកស្លាប់នៅកណ្ដាលផ្លូវ ពុកវាឯងកើតអីឆាប់ងើបឡើងពុកវាម៉ែពុកស្លាប់ហើយម៉ែពុកអើយពុកមិនបានជាពុកស្លាប់ចោលកូននឹងម៉ែបែបនេះពុកបានហើយកូនពុកឯងទៅបានសុខហើយបានហើយកូនឯងទៅប្រាប់គេឲ្យជួយយកសពពុកឯងមកដើម្បីធ្វើបុណ្យ សុផៃក៏បានប្រាប់ចាស់ទុំឲ្យជួយយកសពឪពុកធ្វើបុណ្យហើយសពរបស់មេភូមិក៏ធ្វើបុណ្យរួមជាមួយផងដែរ អ្នកអើយខ្ញុំចូលរួមរំលែកទុកផងណាអ្នកចានេះអាចមកពីបាបកម្មដែលគាត់បានសាងមកចាំពេលបញ្ចប់ខ្ញុំនឹងឲ្យគេរុះរើរបងចេញឲ្យអ្នកយកដីរបស់អ្នកវិញចុះហើយចំពោះរឿងដែលប្តីខ្ញុំឲ្យគេដាក់អំពើលើប្តីអ្នកខ្ញុំសូមទោសផងខ្ញុំទើបតែដឹងរឿងនេះទេអ្នកចាអ្នកមិនអីទេណាបានអ្នកឲ្យដីមកខ្ញុំវិញខ្ញុំសប្បាយចិត្តហើយខ្ញុំអរគុណអ្នកណាស់ដែលអ្នកមិនស្អប់ខ្ពើមខ្ញុំនឹងកូនស្រី លុះពិធីបុណ្យបានបញ្ចប់សពគ្រប់គ្រួសារមីងភួងនិងមីងណាងក៏ទៅមកធម្មតាដូចពេលមុន
ចំណែកឯវិញ្ញាណពូផនក៏បានទៅកើតជាប្រែតដែលនៅលើក្បាលមានទូលដីឯចំណែកពូដងវិញគឺទូលមាសប្រាក់ដែលមានទម្ងន់ធ្ងន់ក្រៃលែងព្រោះជាកម្មដែលគាត់បានសាងកាលពីនៅរស់អូយធ្ងន់ណាស់ខ្ញុំធ្ងន់ក្បាលណាស់នេះហើយដែលជាកម្មខ្ញុំកាលពីនៅរស់មិនដែលសាងបុណ្យខ្ញុំក៏ធ្ងន់ដែរនេះឯងដែលខ្ញុំលោភលន់តាមសម្ដីលបងឯងកាលពីនៅរស់តើធ្វើយ៉ាងម៉េចទៅរួចផុតពីទុក្ខនេះ ញោមហើយញោមបើចង់រួចផុតពីទុក្ខនេះគឺទាល់តែម្ចាស់កម្មពៀអហោសិកម្មឲ្យទើបពួកញោមរួចផុតពីទុក្ខមួយនេះ អញ្ចឹងតើកណាត្រូវធ្វើយ៉ាងណាបើចង់ពយល់សពប្រពន្ធកូនក៏មិនបានព្រោះកម្មធ្ងន់ណាស់ ចាំអាត្មាជួយប្រាប់កូនញោមឲ្យតែញោមកុំចេញឡងឬក៏បំភ័យអ្នកភូមិអីណាកុំឲ្យមានបាបតទៅទៀត ពួកខ្ញុំកណាអរព្រគុណគុណណាស់ដែលជួយពួកខ្ញុំកណាលុះមានសង្ឃដីកាចប់ហើយព្រះដេចគុណក៏និមន្តចូលទៅក្នុងកុដិវិញលុះពេលព្រឹកឡើងព្រះដេចគុណក៏និមន្តមកផ្ទះមីងភួង ញោមញោម កណាដេចគុណហើយដេចគុណនិមន្តមកផ្ទះខ្ញុំកណាមានកាយដែរ គឺអាត្មាមកនេះចង់មានរឿងនិយាយជាមួយនឹងញោមមិនទេគឺវិញ្ញាណខ្មោចប្តីញោមគេមានកម្មទូលដីនិងមេភូមិទូលប្រាក់ពួកគេរងទុក្ខរាល់ថ្ងៃបើញោមចង់ឲ្យពួកគេស្រាលទុក្ខគឺតើតឲ្យម្ចាស់កម្មពៀអហោសិកម្មឲ្យទើបពួកគេបានស្រាលទុក្ខ បើបែបនេះមែនដេចគុណចាំខ្ញុំកណាបន្តិចខ្ញុំកណាទៅហៅលោកបងណែមបន្តិចសិន មីងភួងក៏បានដើរទៅផ្ទះពូណែមហើយនិយាយប្រាប់រឿងសពក្រុមហើយសុំអង្វរពូណែមសុំឲ្យពូណែមមកជួបព្រះដេចគុណខ្ញុំកណាសូមថ្វាយបង្គំព្រះដេចគុណ ញោមអាត្មាសូមបិណ្ឌបាតមកណាញោមព្រមអហោសិកម្មឲ្យខ្មោចដែលបានស្លាប់ទៅកុំឲ្យនឹងជាប់កម្មពីគ្នាទៅទៀតមុខទៀតអី បើព្រះដេចគុណបិណ្ឌបាតទៅហើយខ្ញុំកណាក៏ព្រមអហោសិកម្មឲ្យចុះខ្ញុំសូមអហោសិកម្មឲ្យខ្មោចលបងផននិងលោកមេភូមិឲ្យរួចផុតពីទុក្ខកម្មជាមួយខ្ញុំផងទៅចុះកុំឲ្យជំពាក់គ្នាទៀតអី นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะสัตว์โลกរមែងមានទុក្ខសូមឲ្យបានចាកផុតទុក្ខ ដែលបានសាងដោយម្ចាស់កម្មពៀបានអហោសិកម្មឲ្យ បន្ទាប់ពីឧទ្ទិសកុសលកម្មឲ្យពូផននិងមេភូមិរួចព្រះដេចគុណក៏និមន្តត្រឡប់ទៅវត្តវិញលុះពេលយប់ឡើងបន្ទាប់ពីពូណែមបានអហោសិកម្មឲ្យមកខ្មោចពូផននិងខ្មោចមេភូមិក៏បានរួចផុតពីទុក្ខកម្មនៃការទូលដីនិងទូលមាសប្រាក់ ខ្ញុំពិតជាអរគុណដល់លបងណែមណាស់នេះហើយដែលកាលនៅរស់មិនដែលសាងបុណ្យដល់ស្លាប់ជាខ្មោចទើបគ្មានស្ពានជួយចម្លងបានប្រពន្ធកូនដាស់តឿនណាស់ដែរតែមិនព្រមស្ដាប់ធ្វើម៉េចបើរឿងវាហួសអស់ទៅហើយនឹងគឺមានតែខំសាងបុណ្យពេលដែលកើតជាខ្មោចនេះទៅខំស្ដាប់លោកទេសនាទ្រាំទទួលកម្មដែលបានសាងទៅ ក្រែងជាតិមុខកើតមកជាមនុស្សទៀតហើយខិតខំសាងបុណ្យឲ្យបានច្រើនមែនហើយលបងមេភូមិយើងអាចនៅឋានកណ្ដាលនេះតែរយៈបុណ្យភ្ជុំបិណ្ឌនេះទេផុតភ្ជុំពួកយើងនឹងចុះទៅជួបយមរាជដើម្បីកាត់ទោសថាយើងគួរទៅទទួលទោសនៅទីណាហើយ
មិនយូរប៉ុន្មាននៃស្នៃនិងសុភ័យក៏បានតាក់ទងគ្នាម្ដងទៀតហើយពួកគេក៏បានបណ្ដើរគ្នាមកវត្តដើម្បីយកចង្ហាន់មកប្រគេនព្រះសង្ឃនារដូវភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលដល់ជីដូនជីតាដែលបានចែកឋានទៅបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានត្រឡប់មកផ្ទះវិញលុះរដូវភ្ជុំបិណ្ឌបានបញ្ចប់ហើយក៏ចេញព្រះវស្សាផងដែរនោះគ្រួសារពួកគេក៏បានផ្សំផ្គុំអ្នកទាំងពីរជាប្តីប្រពន្ធម៉ែសូមឲ្យកូនទាំងពីរស្រឡាញ់គ្នាដោះចាស់កោងខ្នងហើយឆាប់បានចៅឲ្យម៉ែពោផងណាកូនម៉ែក៏ជូនពរពួកកូនទាំងពីរមានសុភមង្គលហើយស្រឡាញ់គ្នារហូតណាហើយក៏ឆាប់មានចៅឲ្យម៉ែផងដែរ ពុកក៏សូមជូនពរឲ្យកូនទាំងពីរឲ្យបានសេចក្តីសុខហើយស្រឡាញ់គ្នាជារៀងរហូតតទៅណាកូនសូមអរគុណពុកម៉ែហើយដែលធ្វើឲ្យពួកកូនមានថ្ងៃនេះកូនក៏អរគុណពុកម៉ែដែលបានរៀបចំកម្មវិធីនេះឲ្យកូនតែកូនមានថ្ងៃនេះ បន្ទាប់ពីពួកគេរៀបការហើយក៏រស់នៅបានសុខសប្បាយជារៀងរហូតតទៅដោយមីងភួងនិងមីងណាងក៏បានចូលវត្តកាន់សិលហើយនាយស្នាយនិងសុភ័យក៏តែងតែទំនុកបំរុងឪពុកម្ដាយទាំងសងខាងដោយមិនឲ្យខ្វះចន្លោះឡើយតម្លៃអប់រំចូលកំចង់បានរបស់អ្នកដទៃដោយធ្វើអំពើមិនគប្បីទុច្ចរិតព្រោះកម្មពៀមានពិតមិនចាំបាច់ជាតិក្រោយនោះឡើយសាងអ្វីបានផលនឹងចូលខំសាងអំពើល្អចំពោះមនុស្សជុំវិញខ្លួននិងចែករំលែកនៅសេចក្តីស្រឡាញ់ឲ្យបានច្រើន